តិកាព័ត៌មានប្រចាំថ្ងៃបង្ហាញលៀងមាត់មួយខ្ទះធំនេះគឺទី1កម្ពុជានិងថៃមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួររវាងកម្ពុជានិងថៃទេក៏ប៉ុន្តែចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍តើសេចក្តីថ្លែងការណ៍និងកិច្ចព្រមព្រៀងសន្តិភាពវាខុសគ្នាយ៉ាងដូចម្ដេចទៅវិញហេតុអីបានជាដូរទៅជាសេចក្តីថ្លែងការណ៍វិញទៅហើយរឿងអីកើតឡើងទៀតទៅហើយបងប្អូនតើយ៉ាងម៉េចទៅវិញរឿងយើងខ្ញុំនឹងបញ្យល់រឿងនេះលម្អិតនៅក្នុងការផ្សាយនេះហើយការផ្សាយនេះគឺមិនបញ្ញាប់បញ្ញាញបញ្ញាប់បញ្ញាល់ទៅណាទៀតទេខ្ញុំនឹងផ្សាយឲ្យអស់ចិត្តតែម្ដងព្រោះអីយប់នេះគឺជាយប់ថ្ងៃអាទិត្យសំទោសយប់ថ្ងៃព្រឹកនេះគឺជាព្រឹកថ្ងៃសៅរ៍នៅខ្ញុំនេះខ្ញុំគ្មានការងារអីដែលត្រូវធ្វើថ្ងៃសៅរ៍អាទិត្យទេព្រោះធ្វើពីច័ន្ទដល់សុក្រហើយដូច្នេះខ្ញុំទៅនេខ្ញុំអាចនឹងថែមថយបន្តិចតួច2កាដូទៀតបងប្អូននៅតែលាន់បង្អែមលៀងមាត់ថ្ងៃនេះច្បាស់ជាអូសចោលតាំងពីដើមទីហើយសូមអធិស្ឋានផងបងប្អូនហើយមានរវល់ពិធីធំមួយនៅឯសាលាក្រុងឡុងប៊ិចដែលគេប្រារព្ធពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីខួបលើកទី34ឆ្នាំចាប់ពីម៉ោង9ទៅនៅសល់តែប្រហែលតើបងប្អូនឥឡូវម៉ោង8ហើយហ្នឹងម៉ោង9នេះខ្ញុំនឹងត្រូវចូលរួមមួយថ្ងៃវត្តល្ងាចធ្វើជា MC ផងសម្រាប់សម្រួលកម្មវិធីជាច្រើននៅក្នុងពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីឆ្លៀតឱកាសនេះកុំឲ្យខាតពេលបងប្អូននៅទីក្រុងឡុងប៊ិចនិងក្រុងជិតនេះមានតាំងពីសេរីតូសមានតាំងពី Compton មានតាំងពី Santa Ana មានបងប្អូនសូម្បីតែនៅជិតហ្នឹងដល់មកជំនាទៅអញ្ចឹងហ្នឹងប្រហែលជាអាចឆ្ងាយបន្តិចដែរប៉ុន្តែមកចូលរួមពេលល្ងាចក៏បានដែរដូច Modesto Fresno Stockton រហូតដល់ San Francisco ហើយមកជំនាទៅខាងក្នុងរដ្ឋ California ទៅលិចចេះទៅមកចូលរួមទាំងអស់គ្នាដើម្បីគាំទ្រស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលសហការរៀបចំឡើងដោយបងប្អូនសហគមន៍ខ្មែរនិងបានការជួយជ្រោមជ្រែងពីចៅសង្កាត់លេខ6ខ្មែរយើងគឺអ្នកស្រីស៊ូលីសារ៉ូហើយបានទីធ្លាសាលាក្រុងឡុងប៊ិចយកមកធ្វើពិធីនេះទាំងមូលទាំងក្នុងបរិវេណកន្លែងទទួលភ្ញៀវនិងមានបន្ទប់សន្និសីទពីធំសម្រាប់បំបែកក្រុមនៅក្រុមចរចាមតិគ្នារវាងក្រុមណាដែលយល់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស្លាប់ហើយក្រុមណាដែលប្រកាន់ថាវានៅរស់អញ្ចឹងបងប្អូនជាពិសេសខាងគណៈបកប្រជាជនកម្ពុជាដែលប្រកាន់ចំហដាច់ណាត់ថាស្មារតីទីក្រុងប៉ារីសន្តិភាពទីក្រុងប៉ារីស្លាប់ហើយសូមអញ្ជើញមកចូលសន្ទនាមតិគ្នានៅក្នុងពិធីនេះដើម្បីឲ្យគេបានឮសំឡេងបងប្អូនផងបាទស្វាគមន៍ទាំងអស់គ្នាហើយអត់ជជែកគ្នាដើម្បីយកឈ្នះចាញ់ទេជជែកគ្នាដើម្បីរកសន្តិភាពបាទសូមអញ្ជើញហើយពិធីនេះរហូតដល់ម៉ោង9ព្រឹកហ្នឹងរហូតដល់ម៉ោង5ល្ងាចនោះនៅឯសាលាក្រុងឡុងប៊ិចអគារលេខ411 West Ocean Boulevard គឺនៅចំបេះដូងនៃទីក្រុងឡុងប៊ិចយើងតែម្ដងបាទសូមអញ្ជើញទាំងអស់គ្នាតាមការគួរហើយខ្ញុំនឹងផ្សាយផ្ទាល់បន្ថែមទៀតនៅទីនោះបើសិនជាខ្ញុំអាចឆ្លៀតបានក្រៅពីធ្វើជា MC ព័ត៌មានទី2គឺតកតងនឹងអាមេរិកបញ្ជាក់ចំហផាត់ចិនមិនឲ្យចូលរួមពិធីចរចាដំណោះស្រាយកម្ពុជានិងខ្មែរដោយសារចិនអត់បានជួយអ្វីសោះអាមេរិកនឹងក៏ចិត្តដាច់ម្ល៉េះចិនមហាមិត្តដៃថៃរបស់កម្ពុជាហើយទៅចុះហត្ថលេខារឿងសេចក្តីថ្លែងការណ៍អីហើយផាត់ចិនហើយរហូតតទៅនិយាយថាចិនអត់បានការអីសោះអញ្ចឹងដូចជាយ៉ាងម៉េចទៅវិញទៅបងប្អូននយោបាយនឹងគឺថាពិបាកមែនតើទី3គឺយោធាថៃកម្ពុជាប្រជុំគ្នារឿងដកអាវុធធុនធ្ងន់ពីព្រំដែនជួរមុខរឿងនេះក៏មានបញ្ហាបន្តិចដែរដោយសារតែខាងកម្ពុជាចេញសេចក្តីថ្លែងការណ៍បែបពិធីសារសុទ្ធសាធជួបគ្នាជជែកគ្នានិងបន្តការងារអត់មាននិយាយពីអីសោះតែខាងយោធាថៃគេនិយាយថាជួបគ្នាជជែកគ្នានិយាយពីការដកអាវុធធុនធ្ងន់ពីជួរព្រំដែនខ្មែរថៃជួរមុខហើយនឹង3ថ្ងៃទៀតនឹងជជែកបន្តទៀតដើម្បីដាក់ផែនការសកម្មភាពដកមែនតើបាទឥឡូវទី4គឺយោធាថៃចុះបញ្យលប្រជាពលរដ្ឋនៅភូមិព្រៃច័ន្ទនិងជោគជ័យថាការបោះបង្គោលព្រំដែនថ្មីអត់បាត់ដីថៃមកខ្មែរសូម្បីតែមួយចំអាមប្រជាពលរដ្ឋថៃប្រហែលជាភ័យដែរនៅពេលដែលឃើញគេព្រមព្រៀងអីទៅខ្លាចបាត់អាដីដែលកំពុងអាទាបានពីខ្មែរនេះចង់គ្រប់គ្រងអានឹងឲ្យដាច់ទៅវិញទៀតឥឡូវហ្នឹងទៅស្អំចិត្តប្រជាពលរដ្ឋថៃថាអត់អីអាយកបានប្រមាណហ្នឹងនៅនឹងទាំងអស់ទៀតព្រោះប្រើផែនទីឯកតោភាគីរបស់ថៃទី5គឺរដ្ឋាភិបាលក្រៅប្រទេសកំពុងតែបើកពិធីប្រកាសផ្លូវការនៅប្រទេសបារាំងក្នុងពេលដែលខ្ញុំកំពុងតែផ្សាយនេះមួយម៉ោងនេះពេលនេះនៅប្រទេសបារាំងកំពុងតែមានពិធីប្រកាសជាផ្លូវការរដ្ឋាភិបាល$23ក្រៅប្រទេសដែលមានប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករនៅឯប្រទេសបារាំងខ្ញុំនឹងពន្យល់លម្អិតអំពីរចនាសម្ព័ន្ធនៃរដ្ឋាភិបាលនេះហើយជាការគួរឲ្យសោកស្ដាយដែរដែលខ្ញុំមិនអាចទៅចូលរួមយកព័ត៌មានផ្ទាល់ដល់ប្រទេសបារាំងខ្ញុំពិតជាចង់ទៅណាស់ក៏ប៉ុន្តែបងប្អូនដឹងហើយបងអែមលៀងមាត់មួងនរ៉េតមកផ្ទះនេះនឹងគឺគ្រាន់តែជាការស្ម័គ្រចិត្តបេះបោចអាលុយពីកន្លែងធ្វើការនៅកន្លែងការងារផ្សេងនឹងយកមកគ្រាន់តែជួយទិញណែស្ករត្នោតហើយនឹងខ្ទិះដូងស្លឹកចេកនឹងអស់ធ្យូងអីសម្រាប់នេះនឹងស្ទឹងតែមិនគ្រប់បំពេញអាផ្ទះត្នោតនឹងផងចុះទៅមានថវិកាឯណាដែលត្រូវទិញសម្បត្តិយន្តហោះទៅឯទីក្រុងប៉ារីដើម្បីទៅយកព័ត៌មានពិតជាចង់ទៅមែនតើក៏ប៉ុន្តែ
សង្ឃឹមថាលើកក្រោយនឹងមានការជួយជ្រោមជ្រែងពីអតិថិជននៅក្នុងការធ្វើដំណើរឆ្ងាយៗបែបនេះព្រោះអីថាវិការមានកម្រិតហើយខ្ញុំគិតថារឿងនេះគឺខ្ញុំមិនចង់ជាលើកឡើងជាសាធារណៈបែបនេះទេក៏ប៉ុន្តែនេះមិនមែនជាស្ថាប័នដូចវិទ្យុអាស៊ីសេរីឬក៏វិទ្យុសំឡេងសហរដ្ឋអាមេរិកកាលពីដើមឡើយគេមានកញ្ចប់សម្រាប់ធ្វើដំណើរទៅយកព័ត៌មានគ្រប់ទិសទីដែលជាកញ្ចប់ថាវិការរបស់ស្ថាប័នហើយជាលុយរបស់រដ្ឋទេនេះគឺជាលុយឯកជនដូច្នេះចង់ណាប៉ុន្តែសង្ឃឹមថាលើកក្រោយនឹងបានឬក៏អាចនឹងសម្ភាសមន្ត្រីគាត់នៅពេលជាក់ស្ដែងណាមួយដើម្បីបងប្អូនបានទទួលព័ត៌មានជាក់ស្ដែងតាក់ទងនឹងរឿងនេះបាទតែរឿងនេះគ្រាន់តែខ្ញុំជម្រាបថាមូលនិរេតពិតជាចង់ទៅតែក៏អត់ដែលទៅប្រកាសគេថាគួរតែមានការបរិច្ចាគអីទេកុំឲ្យថាមានការថ្នាក់ថាអូគ្មានធ្វើអីទេប្រកាសរលួយសំសបុតអីទៀតហើយតលន់នឹងពាក្យនឹងដែរបាទតែចឹងសុខចិត្តធ្វើយកព័ត៌មានពីចម្ងាយក៏ថាមិនអីដែរព្រោះពួកគាត់ផ្សាយផ្ទាល់ដែរទេមិនមានអីជាអាត់កំបាំងគាត់ថាបើទៅក៏បានទៅសម្ភាសមន្ត្រីនៅក្នុងផ្ទាល់ទៅបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងនឹងមានទឹកចិត្តយ៉ាងណាតាក់ទងការបង្កើតរដ្ឋាភិបាលក្រៅប្រទេសអីចឹងទៅក៏វាបានស្និទ្ធស្នាលជាមួយពួកគាត់ដែរតែយ៉ាងណាមិនទាន់ហួសពេលទេព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះមិនមែនជាទីបញ្ចប់ទេបាទមួយទៀតគឺកម្ពុជាបង្កើនថវិកាចំណាយស្របពេលដែលកំណើនសេដ្ឋកិច្ចថយចុះបាទថវិកាកម្ពុជាគឺទីស្តីការគណៈរដ្ឋមន្ត្រីអនុម័តកញ្ចប់ថវិកាឆ្នាំនេះគឺការចំណាយកើនឡើងជាងឆ្នាំណាទាំងអស់គឺឡើងដល់ទៅជាង $10,000 លានក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាព្យាករណ៍ថាថយចុះពីឆ្នាំមុនទៀតដូច្នេះតើការចំណាយបន្ថែមទៅលើវិស័យអីហើយបានលុយមកពីណាហើយបើសេដ្ឋកិច្ចយើងថយចុះតើយើងអាចនឹងទប់ទល់នឹងការចំណាយនឹងច្បាក់គេនឹងរួចអត់តើយ៉ាងម៉េចទៅវិញបាទនេះក៏ហើយនឹងចុងក្រោយគឺក្រុមអតីតបុគ្គលិកវិទ្យុអាស៊ីសេរីជាភាសាខ្មែរបញ្ជាក់ជំហរថាទូរទស្សន៍អាស៊ីសេរីជាភាសាខ្មែរមិនពាក់ព័ន្ធអ្វីនឹងវិទ្យុអាស៊ីសេរីនោះទេបាទហើយតើការប្រកាសផ្សាយយ៉ាងនេះមានន័យយ៉ាងដូចម្ដេចព្រោះគាត់ប្រកាសថាបើកទូរទស្សន៍ឬទូរទស្សន៍អាស៊ីសេរីឥឡូវនេះថាមិនពាក់ព័ន្ធនឹងវិទ្យុអាស៊ីសេរីទេបាទប៉ុន្តែ fans របស់ខាងទូរទស្សន៍អាស៊ីសេរីហ្នឹងគឺសប្បាយថាវិទ្យុអាស៊ីសេរីបើកឡើងវិញអីចឹងទៅបាទតាមពិតនឹងជាការបំភ្លឺហើយក៏ជាការល្អដែរដើម្បីឲ្យកុំឲ្យមានមន្ទិលឥឡូវព័ត៌មានទី1ទៅមុនបាទព័ត៌មានទី1នេះគឺតាក់ទងនឹងកម្ពុជាថៃមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរទេក៏ប៉ុន្តែចុះហត្ថលេខាទៅលើសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរតាក់ទងនឹងចំនួនព្រំដែនកម្ពុជាថៃដោយមានលោកប្រធានាធិបតីដូណាល់ត្រាំជាអធិបតីហើយផាត់ចោលចិននិងមានប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះការដែលមានសេចក្តីថ្លែងការណ៍បែរទៅជាមិនមែនកិច្ចព្រមព្រៀងសន្តិភាពនេះគឺវាមានការវិវត្តច្រើនដែរហើយការវិវត្តច្រើននេះគឺយើងឮតែពីភាគីថៃច្រើនជាងពីភាគីកម្ពុជាព្រោះអីមករយៈពេលចុងក្រោយនេះគឺកម្ពុជាហាក់បីដូចជាមិនមានអីជំទាស់ទៅនឹងលក្ខខណ្ឌទាំង4ចំណុចដែលថៃដាក់មកទេគឺលក្ខខណ្ឌទី1ដែលថៃទាមទារគឺការដកសពាវុធធុនធ្ងន់ទាំងអស់ចេញពីព្រំដែនជួរមុខកម្ពុជាថៃទី2គឺដោះមីនរួមទាំងតំបន់កំពុងតែមានចំនួនដែលថៃសម្អុយក្នុងខោដាវជន់មីនតាពីនៅក្នុងការមរាយបលាលួសនៅក្នុងតំបន់ដែនអធិបតេយ្យរបស់កម្ពុជានឹងផងទី3គឺសហការគ្នាប្រយុទ្ធប្រឆាំងការឆបោកអនឡាញនិងទី4គឺការរៀបចំផែនការជំលៀសវាយកំទេចឬក៏ដោះស្រាយបញ្ហាដីធ្លីការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺជាលក្ខខណ្ឌដែលថៃកំណត់មកស្នើមកចង់ឲ្យកម្ពុជាយល់ស្របប៉ុន្តែនៅក្នុងការជជែកនៅគណៈកម្មការព្រំសីមាចម្រុះកម្ពុជាថៃ JBC កាលពីម្សិលមិញគឺខាងភាគីទាំងពីរបានព្រមព្រៀងគ្នាថាចេញសេចក្តីថ្លែងការណ៍រួមមួយគឺចោះវាស់វែងស្ទង់មើលតំបន់ហ្នឹងហើយដោយមិនកំណត់ប្រើផែនទីណាមួយទេប៉ុន្តែខាងកម្ពុជាលោកហ៊ុនម៉ាណែតស្រាប់តែចេញមកថាថៃយល់ព្រមប្រើផែនទីຂະຫນາດ1 លើ 200,000ដែលជាផែនទីសំអាងទៅលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907អញ្ចឹងទៅហើយសន្ធិសញ្ញាបារាំងសៀមនេះគឺជាសន្ធិសញ្ញាដែលបានជួយកម្ពុជាយ៉ាងច្រើនឲ្យឈ្នះក្តីប្រាសាទព្រះវិហារដោយសារតែថៃទាមទារគ្រប់គ្រងបរិវេណឬក៏កន្លែងមួយចំនួននៅក្នុងប្រាសាទព្រះវិហារបងប្អូនដឹងហើយគឺកាលពីមុនមានយោធាថៃនៅឯប្រាសាទព្រះវិហារហ្នឹងដោយសារតែសាលក្រមហ្នឹងចេញសំទោសសន្ធិសញ្ញាមានយូរហើយប៉ុន្តែថៃនៅតែគិតថាតំបន់ប្រាសាទព្រះវិហារហ្នឹងគឺមានភាពស្រពេចស្រពិលប៉ុន្តែបានប្រយោជន៍ទៅថៃអញ្ចឹងយកទៅហ៊ានថៃយកមកគ្រប់គ្រងប្រាសាទព្រះវិហារនឹងទៀតផងក៏ប៉ុន្តែដោយសារតែកម្ពុជាឃើញអំពីទង្វើដ៏កក្លឿនរបស់ថៃបំពានទៅលើស្មារតីនៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904-1907ក៏ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីឆ្នាំ1959នៅពេលដែលប្តឹងគឺភាគីថៃជំទាស់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះថាខ្លួនមិនទទួលស្គាល់ដែនសមត្ថកិច្ចរបស់តុលាការនេះទេក៏ប៉ុន្តែតុលាការអត់ខ្វល់រឿងថៃទទួលស្គាល់ឬមិនទទួលស្គាល់ដែនសមត្ថកិច្ចទេព្រោះអីសន្ធិសញ្ញាបារាំងសៀមកាលពីឆ្នាំ1904និង1907ហ្នឹងគឺជាសន្ធិសញ្ញាអន្តរជាតិរវាងប្រទេសបារាំងកាលហ្នឹងគឺតំណាងឲ្យឥណ្ឌូចិនបានន័យថាតំណាងឲ្យប្រទេសកម្ពុជាដែរជាអាណាព្យាបាលឯប្រទេសថៃគឺកាលហ្នឹងឈ្មោះថាសៀមដល់អញ្ចឹងទៅការដែលជជែកគ្នានៅពេលហ្នឹងគឺមានគណៈកម្មការឬក៏យន្តការតុលាការអន្តរជាតិមួយមុននឹងការតុលាការអន្តរជាតិយុត្តិធម៌ ICJ នេះ
ចឹងយន្តការនៅក្នុងសន្ធិសញ្ញារវាងប្រទេសទាំងពីរបើមានចំនួនគឺអត់មានឲ្យតុលាការថៃឬឲ្យតុលាការបារាំងកាត់ក្តីការទេព្រោះអ្នកទាំងពីរមានផលទំនាស់ប្រយោជន៍នៅក្នុងចំនួននឹងដែនដីហ្នឹងចឹងហើយបានជាយន្តការនៅក្នុងការដោះស្រាយគឺតុលាការអន្តរជាតិណាក៏ដោយដែលមានយុត្តាធិការឬក៏សមត្ថកិច្ចដោះស្រាយវិវាទរវាងថៃនិងកម្ពុជាឬថៃនិងខ្មែរនិងប្រទេសដទៃទៀតដែលទំនាស់ព្រំដែនព្រោះអីយន្តការអន្តរជាតិដែលដោះស្រាយវិវាទរវាងប្រទេសនិងប្រទេសឆ្លោះគ្នារឿងព្រំដែនទឹកព្រំដែនដីនេះគឺអត់មានតុលាការណាផ្សេងក្រៅពីតុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ ទេហើយប្រទេសថៃក៏ជាសមាជិករបស់តុលាការ ICJ នេះតាំងពីឆ្នាំ1940ជាងនោះតាំងពីមុនហ្នឹងមកម្លេះទាំងខ្មែរក៏អញ្ចឹងដែរចូលគ្នាជាសមាជិករបស់តុលាការនេះទទួលស្គាល់ថាតុលាការនេះមានដែនសមត្ថកិច្ចនៅលើប្រទេសទាំងពីរជាការពិតហើយនៅក្នុងក្រមឬក៏ច្បាប់លក្ខន្តិកៈរបស់តុលាការ ICJ នេះចែងកំណត់ថាមុននឹងអាចជំនុំជម្រះក្តីអីបានគឺក៏ទាមទារឲ្យប្រទេសទាំងពីរបង្ហាញអំពីការយល់ព្រមទទួលស្គាល់យុត្តាធិការនិងដែនសមត្ថកិច្ចនៅក្នុងការដោះស្រាយបញ្ហាប៉ុន្តែមិនមែនបានន័យថាខ្លួនអាចច្រានចោលទេដែនសមត្ថកិច្ចនេះសំដៅទៅលើតកតងនឹងអង្គហេតុជាក់ស្ដែងតកតងទៅពេលវេលាជាក់ស្ដែងហើយតកតងទៅការដែលប្រទេសនីមួយៗអាចរក្សាជំហររបស់ខ្លួនមិនទទួលស្គាល់យុត្តាធិការរបស់ឬសមត្ថកិច្ចរបស់តុលាការ ICJ នេះក្នុងកម្រិតណាមួយឧទាហរណ៍មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះក្នុងការចំនួនព្រំដែនរវាងចំណុចកនៅតំបន់ខឧទាហរណ៍តែទទួលស្គាល់យុត្តាធិការនេះនៅតំបន់ផ្សេងខគខអីចឹងទៅដូច្នេះគេទុកសិទ្ធិឲ្យប្រទេសនីមួយៗនឹងមានសិទ្ធិជំទាស់ទៅនឹងយុត្តាធិការប៉ុន្តែសួរថាតើតុលាការអាចសម្រេចក្តីនេះបានទេគឺគេនៅតែអាចសម្រេចក្តីបានដោយសារប្រទេសទាំងពីរនេះឬក៏ប្រទេសដែលជាសមាជិកនៃលក្ខន្តិកៈនេះគឺជាប់កាតព្វកិច្ចជាសមាជិកនៅក្រោមឆ័ត្ររបស់តុលាការនេះទៅហើយអញ្ចឹងបានន័យថាជាកូនចៅហើយតុលាការគឺជាម៉ែឪមានការអីគឺមានតែតុលាការនេះដោះស្រាយកូនចៅត្រូវមិនពេញចិត្តរឿងកូនចៅព្រោះអីយើងធម្មតាដែលចង់ពេញចិត្តបើដឹងទៅកាត់ក្តីចាញ់គេយើងចង់ឡើងតុលាការនេះហើយជាអ្វីដែលថៃកំពុងតែធ្វើតាក់ទងនឹងរឿងប្រាសាទព្រះវិហារនៅពេលដែលថៃប្រកែករឿងមិនទទួលស្គាល់យុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិនៅប្រាសាទព្រះវិហារតុលាការច្រានចោលការតវ៉ាបដិសេធរបស់ថៃដែលមិនទទួលស្គាល់ដែនសមត្ថកិច្ចរបស់តុលាការ ICJ តាំងពីឆ្នាំ1959មកម្លេះដល់តែឆ្នាំ62តុលាការ ICJ កាត់ក្តីឲ្យកម្ពុជាឈ្នះគ្រប់គ្រងប្រាសាទព្រះវិហារទាំងស្រុងដោយសំអាងទៅលើផែនទីសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907ដូច្នេះផែនទីឆ្នាំ1904 1907នឹងคล้ายទៅជាផែនទីសេចក្តីយោងសម្រាប់ការវាស់បង្គោលសីមាព្រំដែនកម្ពុជាថៃតាំងពីពេលនោះមកម្លេះទោះបីជាថៃប្រកែកជាដរាបថៃប្រកែករឿងព្រះវិហារនេះគឺប្រកែកលុះសៃសូម្បីតែគេកាត់ក្តីហើយនឹងក៏មិនពេញចិត្តដែរដកទាហានចេញពីតំបន់ប្រាសាទព្រះវិហារប៉ុន្តែទាមទារដីនៅបរិវេណនៅជាប់ចដាព្រះវិហារទៀតរហូតដល់ផ្ទុះអាវុធនៅឆ្នាំ2008ដែលពេលនោះកម្ពុជាបង្ខំចិត្តត្រូវតែប្តឹងទៅតុលាការ ICJ ឲ្យបកស្រាយឡើងវិញមិនមែនជាបណ្ដឹងថ្មីទេនៅឆ្នាំ2008ហ្នឹងគឺមានផ្ទុះអាវុធកម្ពុជាក៏ប្តឹងទៅតុលាការ ICJ ដើម្បីឲ្យបកស្រាយថាតើថៃទាមទារដីជាប់លបងប្រាសាទហ្នឹងជាដីរបស់ថៃហ្នឹងតើជាការត្រឹមត្រូវដែរឬទេព្រោះអីថៃមិនព្រមដកការគ្រប់គ្រងឬទាហានដែលគ្រប់គ្រងដកចេញពីតួប្រាសាទមែនប៉ុន្តែមិនដកចេញពីតំបន់ចិន្តាជាប់ហ្នឹងទាមទារយកវត្តកែវសិក្ខាសំទោសកែវសិក្ខាគិរីស្វរៈទាមទារយកតំបន់វាលឥន្ទ្រីឬក៏វាលនៅជុំវិញហ្នឹងដែលធ្វើឲ្យមានវិវាទថៃទាមទារថាមានភាពមិនច្បាស់លាស់នៅក្នុងសេចក្តីសម្រេចជាការពិតវាមិនដែលគេណាទៅសម្រេចឲ្យព្រះវិហារបានមកកម្ពុជាហើយដីជុំវិញជាដីរបស់ថៃអញ្ចឹងដើម្បីចូលប្រាសាទព្រះវិហារបានតើតែយើងដាក់ខ្សែរ៉តពីលើមេឃឬក៏ជិះមានកតុំរុយមកបានតម្លាក់ចូលផ្ទះយើងដែលមានតឡាការណាដែលគេសម្រេចផ្ទះយើងឲ្យយើងដីផ្ទះហ្នឹងគឺជាដីរបស់យើងតែដីជុំវិញផ្ទះហ្នឹងគឺជាដីរបស់គេហើយយើងទៅឯណាយើងដើរចេញពីផ្ទះយើងតាមផ្លូវណាយើងចូលផ្លូវណាតើតែយើងហោះពីលើអាកាសមកចូលក្នុងផ្ទះយើងដូចជាវាគ្មានហេតុផលសោះថៃហ្នឹងណាដូចថាតែនិយាយទៅជជែកយកតែឈ្នះប៉ុន្តែតុលាការយុត្តិធម៌អន្តរជាតិគេដែរឲ្យថៃឈ្នះតាមការបកស្រាយតាមផ្លូវក្បាលវ៉ាល់របស់ខ្លួនឯណាអញ្ចឹងនៅឆ្នាំ2011គឺតុលាការយុត្តិធម៌អន្តរជាតិបានសម្រេចក្តីទាំងថៃអត់ទទួលស្គាល់យុត្តាធិការតុលាការនេះទៀតអត់ទទួលស្គាល់អត់ទៅចឹងតុលាការយុត្តិធម៌អន្តរជាតិសម្រេចក្តីឲ្យខ្មែរឈ្នះទៀតថាតំបន់ជុំវិញហ្នឹងក៏ជាដឹកទឹកដីខ្មែរដែរដូច្នេះកិច្ចតុលាការយុត្តិធម៌អន្តរជាតិនេះមានភាពយុត្តិធម៌ណាស់សម្រាប់ប្រទេសកម្ពុជាហើយក៏យុត្តិធម៌ណាស់ដែរសម្រាប់ប្រទេសថៃហេតុអីបានខ្ញុំថាយុត្តិធម៌ប្រទេសទាំងពីរដោយសារតែសេចក្តីសម្រេចនេះធ្វើឲ្យថៃមិនពេញចិត្តមែនប៉ុន្តែថៃអត់មានអីប្រកែកបានទៀតនឹងទៅទាមទារតវ៉ាយកប្រាសាទព្រះវិហារឲ្យវាចប់ត្រឹមហ្នឹងកុំអីអត់ចប់ទេដូច្នេះថៃសម្អោចក្នុងខោរឿងប្រាសាទព្រះវិហារចប់បាត់ហើយចប់ត្រឹមថាមិនអាចយកបានឲ្យប្រាសាទព្រះវិហារខ្លាយជាបេតិកភណ្ឌពិភពលោកទៅទៀតដូច្នេះថៃអត់ប៉ះពាល់អីបានទាំងអស់អញ្ចឹងនៅពេលដែលយើងឃើញមានផ្ទុះអាវុធអីហ្នឹងថៃក៏ប្រកែកខ្លាំងណាស់តែពេលខ្មែរចោទថាថៃប្លង់គ្រាប់ដាក់ប្រាសាទព្រះវិហារប្លង់មែនប៉ុន្តែថៃគេយកលេសថាកម្ពុជាយកទាហានទៅដាក់ធ្វើមូលដ្ឋានទ័ពនៅក្នុងប្រាសាទហ្នឹងហើយបាញ់ចេញពីហ្នឹងបានគេប្លង់ដាក់ខ្ញុំថាបើទាហានខ្មែរទៅឈរជើងនៅក្នុងប្រាសាទឬមិនអីក៏នេះហ្នឹងក៏ជាប្រាសាទរបស់ខ្មែរដែរវាអត់មានរឿងអីត្រូវថៃមកអាកាត់អីទេព្រោះដែនអធិបតេយ្យរបស់កម្ពុជាហ្នឹងថៃខូចតែយ៉ាងណាបងប្អូនខ្ញុំគ្រាន់តែនិយាយសាវតារឿងនេះដើម្បីឲ្យបងប្អូនបានជាកតិគិតថាតុលាការយុត្តិធម៌អន្តរជាតិគឺជាយន្តការតែមួយគត់
នៅក្នុងការបញ្ចប់ចំនួនព្រំដែនកម្ពុជាថៃហើយរកយុត្តិធម៌ឲ្យទាំងថៃឲ្យទាំងកម្ពុជាមិនចំពោះថាថៃទទួលយកឬមិនទទួលយកយ៉ាងណាទេនេះគឺជាកិច្ចក្រមនៅក្នុងការដែលដោះស្រាយបញ្ហាប៉ុន្តែក្រោយមកទៀតថៃមិនទទួលស្គាល់យុត្តិធម៌របស់ ICJ ហើយថៃចាប់ផ្ដើមគូសវាស់ផែនទីព្រំដែនព្រំសីមាដោយឯកតោភាគីដោយប្រើផែនទីរបស់ថៃខ្នាត1លើ50,000ហើយផែនទីរបស់បារាំងសៀមគឺខ្នាត1លើ200,000បងប្អូនសួរខ្ញុំច្រើនណាស់ថាបញ្យលសម្រាយផងព្រោះអីប្រជាពលរដ្ឋអ្នកនៅធ្វើស្រែធ្វើចំការអីលោកបញ្យលថាអាស្អី1លើ50,000អាស្អី1លើ200,000ខ្ញុំបានបញ្យលច្រើនដងដែរបងប្អូនប៉ុន្តែពេលខ្លះវាមិនបានបញ្យលជាប់រាល់ពេលដែរខ្ញុំបញ្យលម្ដងទៀតផែនទីខ្នាត1លើ50,000បានន័យថា1សង់ទីម៉ែត្រនៅលើផែនទីគឺមានកម្រិតដែលគិតជាម៉ែត្រនៅលើនេះហ្នឹងគឺប្រហែលជាថាកន្លះគីឡូមែនថាវា5វា1សង់ទីម៉ែត្រនៅលើផែនទីតែខ្ញុំហ្នឹងក៏ចង់ភ័ណ្ឌដែរ1សង់ទីម៉ែត្រនៅលើផែនទីបើផែនទីហ្នឹងគឺយើងវាស់ទៅក្រឹត1សង់ទីម៉ែត្រគឺបានន័យថានៅលើដីហ្នឹងគឺប្រហែលជាកន្លះគីឡូដីចង់និយាយចឹងណាចង់និយាយថាអាមកទូចនៅលើផែនទីហ្នឹងបើយកទៅលានៅលើដីហ្នឹងគឺប្រហែលជាកន្លះគីឡូប៉ុន្តែ1លើ200,000បានន័យថា1សង់ទីម៉ែត្រនៅលើផែនទីគឺបានន័យថាបើលាតទៅជាផ្ទៃដីវិញគឺ2គីឡូដីវាតែប៉ុណ្្នឹងឯងចឹងបានន័យថាម៉េចបានន័យថាអា1លើ50,000នោះវាហាក់បីដូចជាវា zoom in បានយើងចូលជ្រៅខ្លាំងទៅដល់អាហ្នឹងទៅវិញតែដល់អា1លើ200,000ហ្នឹងវា zoom out វាដល់ចង់និយាយថយមកលើឲ្យខ្ពស់បន្តិចបានន័យថារូបហ្នឹងវាឃើញរឿងទលាយប៉ុន្តែអត់ឃើញច្បាស់ខ្លាំងដូចអា1លើ50,000របស់ថៃទេអា1លើ50,000របស់ថៃគឺចូលជ្រៅមែនតើតាមពិតបើនិយាយឲ្យស្មោះត្រង់ទៅ1លើ50,000ឬ1លើ200,000អីក៏ដោយបើ1ក្រោម50,000ហ្នឹងទៀតក៏ល្អដែរដើម្បីឲ្យអាដូចថាពង្រីកឲ្យកាន់តែចិត្តទៅដល់ដីហ្នឹងយើងមើលឃើញភូមិឃើញអូឃើញស្ទឹងអីស្រួលវាស់តែសំខាន់គឺឲ្យមានការឯកភាពគ្នារវាងភាគីទាំងពីរយកផែនទីណាក៏ដោយឲ្យតែមានការឯកភាពគ្នាគឺវាមិនមានបញ្ហាទេបញ្ហាគឺនៅត្រង់ថាសន្ធិសញ្ញាបារាំងសៀមប្រើផែនទីខ្នាត1លើ200,000សម្រាប់ដោះស្រាយបញ្ហាបារាំងរឿងខ្មែរនិងថៃប៉ុន្តែថៃវិញដោយសារដឹងថាខ្នាត1លើ200,000ហ្នឹងវាបានជាប្រយោជន៍របស់កម្ពុជាចាញ់រឿងក្តីប្រាសាទព្រះវិហារគឺភ័យនឹងចាញ់រឿងក្តីដទៃទៀតដូច្នេះថៃអត់ចង់ប្រើ1លើ200,000របស់បារាំងសៀមមិនមែនរបស់ខ្មែរទេណា1លើ200,000គឺជាខ្នាតវាស់របស់ផែនទីបារាំងសៀមឆ្នាំ1904 1907ឯនោះទេហើយអាហ្នឹងគឺជាខ្នាតដែលវាស់វែងដែលមិនចង់និយាយថាវាមិនលំអិតរហូតដល់ទៅអីណា 100% អីក៏ដោយប៉ុន្តែវាជាការវាស់វែងដែលគេយល់ស្របនៅក្នុងការប្រើប្រាស់រាប់រយឆ្នាំទៅហើយហ្នឹងបងប្អូនប៉ុន្តែថៃដោយសារតែសមោចក្នុងខោដឹងថាហ្នឹងចាញ់ក្តីព្រះវិហារម្ដងហើយអញ្ចឹងបើហ៊ានតែប្រើផែនទី1លើ200,000គឺច្បាស់ជាមានបញ្ហាបាត់មិនថាបាត់ទេគឺថាកន្លែងតំបន់ដែលចំនួនគ្នាគឺខ្មែរមានប្រៀបចឹងថៃអត់ឲ្យខ្មែរមានប្រៀបទេគឺថៃប្រើផែនទីខ្នាត1លើ50,000ហើយគូសដោយឯកតោភាគីហើយបង្ខំឲ្យខ្មែរយល់ស្របតាមខ្លួនដែរដោយសារតែអា1លើ50,000នឹងហើយដែលតំបន់ព្រៃច័ន្ទនិងតំបន់ភូមិជោគជ័យនេះបានទៅជាថៃគ្រប់គ្រងហើយថៃអះអាងថាតំបន់ហ្នឹងគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់គេខ្មែរយកដែនដីគេតែខ្មែរប្រកាន់ចំហថាបើប្រើផែនទី1លើ250,000តំបន់ព្រៃច័ន្ទនិងតំបន់ភូមិជោគជ័យគឺជាដែនអធិបតេយ្យរបស់កម្ពុជាឥឡូវបើយើងនិយាយរឿងទាំងពីរនេះអ្នកណាមានប្លង់រឹងខ្លាំងជាងកម្ពុជាតើបងប្អូនកម្ពុជាមានប្លង់រឹងគឺផែនទីខ្នាត1លើ200,000ដែលជាសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907ចុះបើសិនជាកម្ពុជាមានប្លង់រឹងថៃមានប្លង់ទុនគ្រាន់តែស្អីប្លង់ស្អីប្រកាន់ដៃអីពីមេភូមិតើហេតុអីបានជាឲ្យថៃយកឱកាសដុតប្លង់រឹងខ្មែរចោលហើយយកអាប្រកាន់ដៃរបស់មេភូមិយកមកប្រើថាជាកម្មសិទ្ធិរបស់ខ្លួនហ៊ានរហូតដល់ឈូសផ្ទះប្រជាពលរដ្ឋខ្មែរចេញពីដែនដីរបស់ខ្មែរហ៊ានរហូតដល់ដាក់របងបលាលួសហ៊ានរហូតដល់ធ្វើចាក់លេនដ្ឋានធ្វើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងដីដែលជាកម្មសិទ្ធិរបស់ខ្មែរបងប្អូនសួរថាហេតុអីបានជាថៃហ៊ានដូច្នេះរឿងដែលហ៊ានថៃហ៊ានធ្វើដូច្នេះគឺដោយសារតែថៃមិនខ្លាចបំពានច្បាប់អន្តរជាតិហើយដឹងថាខ្មែរក៏មិនហ៊ានជាមួយថៃដែរថៃសាក់ធ្វើតេស្តឲ្យអស់ហើយពេលដែលថៃផ្ទុះអាវុធប្រាវយក F16 យកស្អីមកសពាវុធគេយកមកសង្គ្រប់លើកម្ពុជាថៃដឹងខ្លួនបាត់ទៅហើយថាថៃមានអំណាចសពាវុធលើសលប់លើកម្លាំងទ័ពរបស់កម្ពុជាមានបេះដូងធំណាស់ប៉ុន្តែយោធាយើងគឺខ្វះខាតច្រើនហើយខ្ញុំមិនចង់ថាតែនិយាយទៅដាក់បន្ទុកលើយោធាខ្មែរខ្វះខាតច្រើនតាមពិតបើគុំមានភាពចង្រៃរបស់ថៃក៏យោធាខ្មែរមិនស្លាប់មិនបាត់បង់ជីវិតហើយនៅតែអាចការពារដែនអធិបតេយ្យគ្រាន់ថាមិនចាំបាច់មានសពាវុធទៅការពារក៏បានដែរដោយសារអីព្រំដែននៅពេលដែលយើងមានភាពយុត្តិធម៌គេយកតែខ្សែអំបោះមួយយកមកចងក៏គ្មានអ្នកណាដើរកន្លងបានផងឲ្យតែយើងមានអ្នកចិត្តខាងគោរពច្បាប់អន្តរជាតិគោរពគ្នាទៅវិញទៅមកតែថៃអត់គោរពយើងដូច្នេះសពាវុធរបស់យើងថ្ងៃក្រោយទៅកុំថាឡើយដល់ទៅថៃទៅខ្មែរមានស្អី F16 ឬក៏មាន Gripen Fighter Jets ដែលថាយើងមានអនុភាពយោធាលើថៃអត់ហ៊ានវាយជាមួយយើង
ខ្ញុំថាសង្គ្រាមវាគ្រាន់តែខ្លាំងជាងនឹងទៅទៀតដោយសារតែយើងមានការតដៃគ្នារហូតដល់ដែនអាកាសដែនអីទៀតគឺវាមើលទៅសស័កសស្រាំស្លាប់មនុស្សកាន់តែច្រើនហើយអត់មានទៅបន្ថយសង្គ្រាមទេគ្រាន់តែថាសភាវុធហ្នឹងវាធ្វើឲ្យថៃអាចញញើតមិនហ៊ានបំពេញឲ្យវាងាយពេកតែប៉ុណ្្នឹងទេប៉ុន្តែឥឡូវថៃបំពេញយើងងាយមែនតើដោយសារមើលស្រាលប្រព័ន្ធយោធាប្រព័ន្ធការពារជាតិរបស់កម្ពុជាដែលឃើញភាពរខិរខៈឃើញយោធាយើងនឹងផ្សព្វផ្សាយអំពីស្បែកជើងផ្ទាត់ខ្វះមុខខ្វះក្រោយអីអញ្ចឹងហើយមិនមែនជារឿងដែលថាថៃគេមើលងាយយើងដោយសារតែយើងគេយល់ព័ត៌មានខុសពីយើងហ្នឹងមិនមែនទេថៃគេមើលងាយយើងគឺដោយសារតែយើងបង្ហាញគេឲ្យគេមើលងាយព្រោះយើងទៅថតអាលខិលខៈយើងថតទៅហ៊ានខ្វះសុំជំនួយពីគ្រប់ពេលដែលឆ្លោះគ្នាហ្នឹងគឺយើងថវិកាជាតិយើងមានប្រមាណលានតម្លើងដល់700លានជាងក៏យើងនៅតែត្រូវតែខ្វះខ្វាយទៅសុំប្រជាពលរដ្ឋដើម្បីជូនមីកញ្ចប់ជូនអីទឹកសុទ្ធអីត្រីងៀតត្រីអីជាការពិតជាការសម្ដែងក្នុងកិច្ចការជួយប៉ុន្តែនៅពេលដែលយើងបង្ហាញបែបនេះគឺយើងធ្វើឲ្យឃើញថាទាហានយើងខ្វះខាតច្រើនមែនតើប៉ុន្តែបានចំណេញដល់អ្នកនយោបាយកម្ពុជាថាខ្មែរសាមគ្គីគ្នាអញ្ចឹងតែមានរឿងអីយើងជួយគ្នាអញ្ចឹងវាជារូបភាពល្អហើយប៉ុន្តែជារូបភាពជាមុខមាត់ជាតិគឺយើងបង្ហាញអំពីភាពខ្សោយរបស់យោធាយើងមិនមែនគេធ្វើឲ្យយើងខ្សោយទេយើងបង្ហាញគេខ្ញុំនិយាយម្ដងទៀតខ្ញុំអត់មាននិយាយថាទាហានខ្មែរខ្សោយទេយើងបង្ហាញឲ្យឃើញពីភាពខ្សោយរបស់យើងបង្ហាញអំពីភាពលំបាករបស់យើងបង្ហាញអំពីភាពតោកយ៉ាក់របស់យើងបង្ហាញអំពីភាពខ្វះនេះខ្វះនោះអញ្ចឹងទៅហើយថតលេនឋានថតអីដូចថាប្របាក់អញ្ចឹងទៅវាធ្វើឲ្យថៃគឺគេកាន់តែមានឱកាសនៅក្នុងការបំបាក់ស្មារតីទាហានខ្មែរយើងអានឹងគឺជាការប្រព្រឹត្តរបស់យើងទេកុំទៅចោទគេឥឡូវនេះខ្ញុំជឿថានេះជាបទពិសោធន៍ទេឥឡូវវិលមករឿងតាក់ទងនឹងការវាស់វែងបង្គោលព្រំដែនឡើងវិញមកដល់ម៉ោងនេះគឺថៃគេនៅតែជឿច្បាស់ថាកម្ពុជាយល់ព្រមតាមអ្វីដែលជាសំណើរបស់ថៃហើយអញ្ចឹងបើសំណើរបស់ថៃគឺថៃប្រើផែនទី1 លើ 50,000 ប៉ុន្តែអត់មាននិយាយចែងនៅក្នុងកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមនៃគណៈកម្មការព្រំដែនសីមាកម្ពុជាថៃកាលពីថ្ងៃមុន JBC ហ្នឹងទេនៅក្នុង JBC ហ្នឹងគឺនិយាយអំពីយន្តការទៅរកមើលបកគោលព្រំដែននឹងឡើងវិញអាណាដែលអត់លុបឬក៏លិចទឹកលិចអីហ្នឹងគឺយកមកសម្គាល់វាឲ្យឃើញច្បាស់ឡើងវិញហើយដើម្បីចាត់ការវាស់វែងបន្តទៅទៀតប៉ុន្តែអត់ប្រើថាតើវាស់វែងតាមផែនទីមួយណាទេអត់ដឹងថាប្រើអាខ្នាត1 លើ 50,000 លើ 200,000 ទេក៏ប៉ុន្តែបងប្អូនរឿងដែលយើងអាចសន្មត់ថាថៃច្បាស់ជាជឿទុកចិត្ត 100% នៅក្នុងខ្លួនថានឹងប្រើផែនទីខ្នាតលើ 50,000 របស់ថៃហើយដែលមិនចែងនៅក្នុងសេចក្តីព្រមព្រៀងនេះគឺថៃច្បាស់ថាគេស៊ីហើយបានជាគេហ៊ានព្រមព្រៀងជាមួយយើងថៃមិនឆោតល្ងងដល់ថ្នាក់ឲ្យកម្ពុជាប្រើខ្នាតផែនទី1 លើ 200,000 ដើម្បីឲ្យថៃបាត់ដីនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យដែលដណ្ដើមបានយ៉ាងស្រួលរហូតដល់ធ្វើប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋថៃ2នាក់ដី5 ហិកតាដោះមីនដោះអីឲ្យមកឈូសឆាយនៅតំបន់ព្រៃច័ន្ទភូមិជោគជ័យស្អីលក្ខណៈនេះថៃគឺមិនអាចថយក្រោយវិញហើយបើថៃមិនច្បាស់នៅក្នុងខ្លួនថៃច្បាស់ជាមិនព្រមនឹងចុះហត្ថលេខានេះទេព្រោះថៃបានប្រាប់ឲ្យថាបើសិនជាកម្ពុជាមិនព្រមតាមសំណើរបស់ថៃមិនមានកិច្ចព្រមព្រៀងស្អីសន្តិភាពអីនៅកូឡាលំពូអីនឹងទាំងអស់ព្រមមានខ្មែរតាំងពីហ្នឹងមកហើយតាក៏ប៉ុន្តែជានៅទីបំផុតគឺក៏មានកិច្ចពីគ្រោះគ្នាហ្នឹងហើយក៏បានចុះហត្ថលេខាហ្នឹងព្រមព្រៀងថាធ្វើហើយយើងសន្មត់ទៀតដោយសារតែអត់មានដាក់ផែនទីណាដើម្បីវាស់ខ្ញុំមិនដឹងថាវាស់យ៉ាងម៉េចបើសិនជាយើងអត់ដាក់ថាអនុលោមតាមផែនទីណាផងយើងប្រើ MOU ឆ្នាំ2000អីណានៅក្នុងចំណុចណាមួយប៉ុន្តែយើងត្រូវតែបើសិនជាយើងចង់ចែងនៅក្នុងច្បាប់បងប្អូនច្បាប់មួយម៉ាត់ស្លាប់មួយម៉ាត់រស់អត់មែនចេះតែសំបីតែសញ្ញាខណ្ឌមួយហ្នឹងជជែកគ្នា3យប់3ថ្ងៃអត់ទាន់ចប់ផងខ្ញុំធ្លាប់ធ្វើការនៅសាលាក្តីពាក្យបច្ចេកទេសសំបីតែលើសអក្សរកមួយឬក៏លើសអក្សររអីមួយឬអីហ្នឹងគឺជជែកគ្នាបែកខ្ទិះចោះតម្រាំតែយើងអត់មានភាពច្បាស់លាស់នៅបែបនេះតែយើងទៅវាស់វែងយ៉ាងម៉េចបានកេងចំណេញរៀងខ្លួនយើងឆ្លោះគ្នាទៀតហ៎អញ្ចឹងនៅក្នុងគ្រប់កថាខណ្ឌនៃនេះហ្នឹងបើសិនជាយើងថាវាស់វែងគឺត្រូវតែមានយោងទៅនឹងអនុសញ្ញាឆ្នាំណាសន្ធិសញ្ញាណាឲ្យម្ដងហើយម្ដងទៀតឲ្យបានច្រើនដងហេតុអីបានខ្ញុំនិយាយអញ្ចឹងព្រោះមកកថាខណ្ឌគឺលើកលែងតែយើងយោងទៅចំណុចខាងលើដូចមានចែងនៅក្នុងមេត្រានេះចំណុចនេះអាហ្នឹងបានយើងទៅយោងអាហ្នឹងវិញប៉ុន្តែបើយើងសរសេរលាតបែបនេះគឺការបកស្រាយចំណេញរៀងខ្លួនអញ្ចឹងបានខ្ញុំនិយាយថាអញ្ចឹងហើយបានជាធ្វើឲ្យមានភាពសព្រិចសពិលសូម្បីតែភាគីចុះហត្ថលេខាក៏អត់ដឹងតែខ្លួនសរសេរអីដែរលោកហ៊ុនម៉ាណែតចេញមកភ្លាមពេលដែលមានកិច្ចព្រមព្រៀងណាកិច្ចប្រជុំហើយលោកហ៊ុនម៉ាណែតដឹងក៏លោកខ្លាញ់ថាម៉េចទេកម្ពុជាបានជោគជ័យនៅក្នុងការចុះហត្ថលេខានៅក្នុងសេចក្តីថ្លែងការណ៍រួមអំពីការដោះស្រាយបញ្ហាព្រំដែនរួមដោយឲ្យថៃយល់ព្រមប្រើតាមផែនទីខ្នាត1 លើ 200,000 ឃើញសាររបស់លោកហ៊ុនម៉ាណែតចេញពីម្សិលមិញទេបងប្អូនលោកហ៊ុនម៉ាណែតខ្លួនលោកគឺជាអ្នកស្នេហាជាតិចង់បង្ហាញប្រាប់ថាឃើញទេលួងថៃរហូតតតែព្រមទទួលយកផែនទីខ្នាតលើ 1 200,000 បើបានដូច1 លើ 200,000 មែនច្បាស់ណាស់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យនឹងជាដីរបស់ខ្មែរថៃអាចយកបានទេអញ្ចឹងហើយបានជាធ្វើឲ្យបងប្អូនមហាជនខ្មែរជាពិសេសអ្នកគាំទ្ររដ្ឋាភិបាលកម្ពុជានិងឃោសនាកម្ពុជាជប់លៀងថាយើងបានដីយើងបានផ្លូវយើងបានស្អីសល់អ្វីដែលថៃគេចាក់ឈូសអីហើយនឹងយើងទៅស្រាប់ហ្មងគឺគេធ្វើហើយយើងចំណេញបងប្អូនគំនិតនេះគឺជាគំនិតជាតិនិយមជ្រុលបែបរវើរវាយ
ថៃមិនឆោតល្ងងដល់ថ្នាក់ហ្នឹងខ្ញុំមិនមែនបានន័យថាលើកតម្លៃថៃទេខ្ញុំលើកតម្លៃអំពីភាពឆោតល្ងងនៅក្នុងការដែលយើងយល់ថាថៃឲ្យយើងបានដីហើយព្រមចុះកិច្ចព្រមព្រៀងនៅពេលដែលថៃសម្ងួយក្នុងខោមកយោមកហើយនេះយើងទៅជឿថាសត្រូវដូចជាសត្រូវយើងជាប្រចាំមិត្តរបស់យើងដែលកំពុងតែចង់លេបត្របាក់យកព្រំដែនទាំងអស់នៅជួរដែលមានវិវាទដោយអស់ហើយហ្នឹងគេយកអស់តំបន់ទាំង10កន្លែងលើកឡើងតែប្រាសាទតាកបីតាច្រកអានសេះក៏គេនៅគ្រប់គ្រងបានដាក់ស្បៃដាក់អីថែមភ្នំទ្របវិញគេគ្រប់គ្រងតំបន់ខាងលើអស់ហើយហ្នឹងខាងកន្លែងដែលយើងធ្លាប់ឈរជើងហ្នឹងគេយកអស់ហើយខ្សែរ៉តខ្សែអីគេបាញ់ឆេះគេរំលំដួលគេរុញចេញគេចាក់បេតុងដាក់ទង់ជ័យជាតិអស់ហើយហ្នឹងតែខ្មែរយើងថាហ្នឹងយើងនៅគ្រប់គ្រង 100% ដល់អញ្ចឹងមកវល់នៅអភ័យច័ន្ទភូមិជោគជ័យភ្លេចគិតនិយាយពីរឿងច្រកអានសេះភ្នំទ្របអីអស់ហើយហ្នឹងពវៀងអាការចាប់អារម្មណ៍ហើយឥឡូវមិនត្រឹមតែពវៀងអាការបាត់ភ្នំទ្របបាត់ប្រាសាទតាមាន់ធំអីហ្នឹងមកនិយាយរឿងបានដីភូមិព្រៃច័ន្ទទៀតថាគេឈូសឆាយអស់បានដីយើងដោយសារអីដោយសារដូចលោកហ៊ុនម៉ាណែតយល់ថាយើងប្រើផែនទី1លើ200,000ដែលថៃព្រមដល់តែពេលបានមួយថ្ងៃបងប្អូនឃើញភ្លើងឆេះកាល់ថៃគេឡើងមកព្រមគ្នាទាំងអស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃរដ្ឋមន្ត្រីក្រសួងការពារជាតិថៃសហប្រធាននៃគណៈកម្មាធិការព្រំដែនសីមា JBC និងអ្នកនាំពាក្យថៃឡើងមកកោលទោសកម្ពុជាកោលទោសលោកហ៊ុនម៉ាណែតថាកលៃព័ត៌មានថៃអត់បាននិយាយពីការព្រមព្រៀងផែនទីខ្នាតលើ1-200,000បងប្អូនឃើញទេនៅពេលដែលថៃចាប់ផ្ដើមយកពីនឹងមកនិយាយគឺមានការប្រែប្រួលភ្លាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរកម្ពុជាថៃនៅថ្ងៃទី26ស្អែកនេះលែងជាកិច្ចព្រមព្រៀងសន្តិភាពស្អីគេទៀតហើយគឺជាសេចក្តីថ្លែងការណ៍បងប្អូនមានឃើញដានវាមកអញ្ចឹងដោយសារអីហេតុអីបានជាកិច្ចព្រមព្រៀងសន្តិភាពคล้ายទៅជាសេចក្តីថ្លែងការណ៍ទៅវិញកម្ពុជាអត់មាននិយាយអីមួយម៉ាត់ប៉ុន្តែភាគីថៃគឺអ្នកនាំពាក្យរដ្ឋាភិបាលថៃហើយនិងអ្នកនាំពាក្យក្រសួងការបរទេសថៃបានផ្សព្វផ្សាយឡើងស្រស់នៅក្នុងកាសែតថៃនៅថ្ងៃនេះប្រាប់ថាថៃនិងកម្ពុជារួមគ្នាចុះកិច្ចព្រមព្រៀងលើសេចក្តីថ្លែងការណ៍មិនមែនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរដោយអ្វីដែលរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោកហាសាន់លោកមហាម៉ាត់ហាសាន់ថ្លែងពីមុនមកទេហើយយើងដឹងថាហេតុអីបានជាទៅជាដូច្នេះបងប្អូនខ្ញុំមិនព្យាករលទ្ធស៊ីជំរឿអីទៅដល់ក្នុងនេះខ្ញុំគ្រាន់តែឃើញថារបត់ដែលកាត់ឡើងមកនេះគឺដោយសារតែចាប់ផ្ដើមមានការមិនច្បាស់លាស់នៅក្នុងការដែលម្នាក់ថាប្រើផែនទីលើ1-200,000ខ្នាត1លើ200,000ម្នាក់ទៀតគេថាប្រើផែនទីខ្នាតលើ150,000អញ្ចឹងថៃប្រហែលជាចង់កាច់កម្ពុជាកុំឲ្យយើងយកលេសដើម្បីស្អំចិត្តប្រជាពលរដ្ឋខ្មែរថាបានដីភូមិព្រៃច័ន្ទភូមិជោគជ័យហើយបានដល់ផ្លូវគ្រោះបានស្អីហ្នឹងគឺថៃកិច្ចកុកយកត្រឹមតែសេចក្តីថ្លែងការណ៍បានហើយកុំប្រើកិច្ចព្រមព្រៀងស្អីព្រោះអីសេចក្តីថ្លែងការណ៍នេះគឺគ្រាន់តែជាការប្រកាសហើយសេចក្តីថ្លែងការណ៍នេះបើខ្ញុំមើលទៅតម្លៃវាស្ទើរតែទៀបជាងអាប័ណ្ណឈប់បាញ់ថ្ងៃ28ខែកក្កដានិងប័ណ្ណឈប់បាញ់ថ្ងៃទី7ខែសីហាទៅទៀតប៉ុន្តែជាការធ្វើបង្ក្រប់កិច្ចដើម្បីឲ្យលោកត្រាំទាន់គាត់ទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីនោះបានជាអធិបតីក្នុងពិធីចុះហត្ថលេខាបង្ក្រប់កិច្ចឬក៏និមិត្តរូបឲ្យថាគាត់បានជួយផ្សះផ្សាសន្តិភាពរវាងកម្ពុជាថៃប៉ុន្តែសន្តិភាពរវាងកម្ពុជាថៃគឺនឹងនៅឆ្ងាយដូចជើងមេឃហើយខ្ញុំនឹងបកស្រាយសូមទោសវែងតិចឲ្យបងប្អូនប្រអែមលៀងមាត់មកខ្ទះថ្នោតនេះគឺដោយថែម 4-5 កតោថែមស្ករទៀតហើយតែខ្ញុំចង់ជម្រាបជូនបងប្អូនឲ្យយល់ពីនយោបាយកុំចាញ់បោកនយោបាយហើយខ្ញុំនិយាយនេះគឺមិនមែនបន្ទុចផ្អាក់អំពីអ្វីដែលជាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជានិងគណៈប្រតិភូដើម្បីឲ្យមានសុខសន្តិភាពជាមួយប្រទេសជិតខាងទេប៉ុន្តែចង់ឲ្យដឹងពីពវៀនបទចតិះរបស់អ្នកនយោបាយហើយបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថាអ្វីហ្នឹងគឺល្អគឺជឿទៅខ្ញុំមិនឲ្យអស់លោកជឿរដ្ឋាភិបាលកម្ពុជាហើយក៏មិនឲ្យជឿរដ្ឋាភិបាលថៃដែរព្រោះម្នាក់សុទ្ធតែមានពវៀនបទចតិះដូចគ្នាប៉ុន្តែខ្ញុំពន្យល់បងប្អូនឲ្យយល់ថាតើរបបនយោបាយហេតុអីបានជាវាទៅអញ្ចឹងហើយកុំជឿមួងណារ៉េតណាកុំឲ្យសោះកុំថាអ្វីដែលមួងណារ៉េតនិយាយហ្នឹងត្រូវតែជឿ 100% អត់ទេខ្ញុំនិយាយគ្រាន់តែជាការផ្ដល់ព័ត៌មានវាជាការពិតដែរអាចប្រើಸಂយោគគំនិតរបស់ខ្ញុំប៉ុន្តែមិនមែនទាញបងប្អូនឲ្យជឿតាមខ្ញុំទេគឺយកទៅថ្លឹងថ្លែងដោយខ្លួនឯងបើជឿខាងកម្ពុជាក៏ជឿចោះជឿខាងថៃក៏ជឿចោះប៉ុន្តែត្រូវថ្លឹងថ្លែងថាតើព័ត៌មានទាំងសងខាងហ្នឹងស្ដាប់ទៅយ៉ាងម៉េចទៅវិញដើម្បីឲ្យការសម្រេចរបស់បងប្អូនការជជែកការនិយាយការសំអាងអីហ្នឹងគឺវាមានហេតុផល logic ខ្លះដែរកុំឲ្យតែស្កតាមគ្នាទាំងអស់វាអាចេកធ្លាក់ទឹកហើយខ្ញុំអត់ចង់ឲ្យប្រជាពលរដ្ឋខ្មែរជាអាចេកធ្លាក់ទឹកទេយើងមិនអាចនឹងត្រូវយល់ស្របតាមគេគ្រប់ចំណុចទេហើយក៏យើងមិនអាចជំទាស់គេគ្រប់ចំណុចដែរតែយើងត្រូវមានគេហៅសុភនិច្ឆ័យការត្រេះរិះពិចារណាស៊ីជម្រៅយើងខ្លាយជាប្រជាពលរដ្ឋទទួលខុសត្រូវហើយជៀសវាងការជេរបញ្ចោលគ្នាបុគ្គលណាក៏ដោយនៅតាមបណ្ដាញសង្គមនៅពេលដែលយើងរិះគន់ជជែកមតិតែយើងចាប់ផ្ដើមប្រើពាក្យជេរបញ្ចោលគឺយើងលែងខ្លាយទៅជាមនុស្សហើយគឺយើងដាក់ខ្លួនយើងជាសត្វធាតុហើយបើសត្វធាតុយើងអាចជជែកគ្នាបានទេបងប្អូនយើងអាចជជែកក្នុងនាមជាសត្វទេយើងជជែកក្នុងនាមជាមនុស្សមតិយោបល់អីក៏ដោយគឺបងប្អូនលុបចោលអាពាក្យជេរប្រមាថប្រហារលៀបពណ៌ចោតប្រកាន់សង្ស័យប៉ុន្តែនិយាយពីហេតុផលថាបើតាមខ្ញុំយល់ចំណុចនេះវាអញ្ចេះណាលោកលោកលើកឡើងអញ្ចេះតែមានការបកស្រាយអញ្ចេះតើលោក
សំអាងហ្នឹងអាចគ្រប់ជ្រុងជ្រោយដែរទេឬក៏មានការឆក់ល្វែងអីចឹងឧទាហរណ៍យើងមិនអាចចេញមកជេរអានេះកូនក្បត់ជាតិអានេះកូននេះចឹងវាគ្រប់ត្រនេះលក់ដីគួរដកសញ្ជាតិនេះគួរដកសញ្ជាតិនោះអាហ្នឹងគឺយើងជាសត្វទេបងប្អូនយើងមិនមែនជាមនុស្សទេមនុស្សគេអត់ជជែកយោបល់គ្នាបែបហ្នឹងទេមនុស្សគេជជែកយោបល់តាមសិលធម៌សុជីវធម៌សេចក្តីថ្លៃថ្នូរយើងមិនឆ្លោះគ្នាបែបសត្វសាហាវទេយើងឆ្លោះគ្នាមតិយើងអត់ឆ្លោះគ្នាជាបុគ្គលទេបញ្ហាដែលយើងឆ្លោះគ្នាបងប្អូនមិនមែនដោយសារតែបញ្ហាកើតឡើងទេបញ្ហាដែលយើងឆ្លោះគ្នាគឺដោយសារតែយើងអត់ចេះស្ដាប់គ្នាហើយនៅពេលដែលស្ដាប់ហ្នឹងយើងអត់មានសិលវិធីនៅក្នុងការជជែកទៀតគឺយើងមកគឺយកតែឈ្នះហ្មងក្រុមខ្លួនហ្នឹងគឺថាទៅវិញត្រូវតែយកជោគជ័យបើថាយកបរាជ័យគឺយើងមិនអាចទៅផ្ទះវិញទេសម្រាប់ខ្លួនចោលមកអាហ្នឹងបើបងប្អូនប្រកាន់អញ្ចឹងសัตว์សុទ្ធហើយមកហ្នឹងគឺដឹងតែមកខំឲ្យតែស្លាប់គ្នាតែម្ដងទៅវិញគឺចោលសពនៅហ្នឹងវាមិនមែនអញ្ចឹងទេមនុស្សស៊ីវិល័យមានវប្បធម៌អរិយធម៌ទំនៀមទម្លាប់ប្រពៃណីសិល្បៈនៅក្នុងការចរចានៅក្នុងការជជែកប្រជាពលរដ្ឋយើងគ្រប់គ្នាក៏ជាបុគ្គលនៅក្នុងការជជែកចរចាឲ្យវាមានសំបីតែនៅក្នុងគ្រួសារក៏យើងមានសិលវិធីដែរមិនអញ្ចឹងពេលដែលបងប្អូនយើងសំបីតែប្តីប្រពន្ធក៏យើងមានសិលវិធីនៅក្នុងការជជែកគ្នាឲ្យនេះដែរឧទាហរណ៍ខ្ញុំមិនអប់រំបងប្អូនទេប៉ុន្តែជាបទពិសោធន៍ពីបទពិសោធន៍នៅក្នុងជីវិតគឺយើងអាចដោះស្រាយបញ្ហាធំប៉ុនភ្នំណាក៏បានដែរបើសិនជាយើងចេះបន្ធូរវាឲ្យធូរឧទាហរណ៍បើយើងជាប្រពន្ធនៅក្នុងគ្រួសារប្តីមកពីធ្វើការកំពុងតែហត់ឃ្លានបាយតើយើងជាប្រពន្ធយើងនឹងគិតថានៅពេលដែលបើកទ្វារក្រាក់ស្រាប់តែនិយាយប្រាប់ប្តីពីរឿងបញ្ហា100ចម្ពោះដើម្បីឲ្យជជែកគ្នាភ្លាមមិនទាន់ទាំងដោះអាវមិនទាន់ទាំងដោះកវ៉ាត់កដោះស្រោមជើតើយើងគិតមើលថាតើយើងនឹងជួបភ្ជួរមានប៉ុណ្ណាបែកចានប្រមាណឬក៏បាយហ្នឹងគឺមិនអាចទទួលទានត្រង់មាត់នឹងគ្នាឬក៏មិនអាចនឹងមានអាហារទទួលទានជុំគ្នារាត្រីនោះផងសាកគិតមើលខ្ញុំគិតពីរឿង logic ផងចុះបើឧទាហរណ៍បើប្តីមកពីរត់ម៉ូតូដប់ហត់រត់ pass up ហត់មួយថ្ងៃវាស់ល្ងាចណាខ្យល់ផងភ្លៀងផងហើយតើបើកទ្វារក្រាក់មកស្រាប់តែប្រពន្ធរៀបបាយហើយស្អាតនៅក្នុងលើតុហ្នឹងហើយមកដោះស្បែកជើងឲ្យប្តីរៀបចំកាន់ឲ្យវាយអីវ៉ាន់ហ្នឹងជួយជូតបើថាទឹកភ្លៀងអីហ្នឹងជូតទៅហើយចាប់ផ្ដើមឲ្យប្តីងូតទឹកអីចឹងទៅហើយទៅទទួលទានអាហារជុំគ្នាស្រស់ស្រូបជជែកពីភាពមនោរម្យឲ្យថាងកូនថ្ងៃនេះប្រឡងជាប់បានបន្ទុកល្អហើយអូម៉ាក់ថ្ងៃមុនដែលថាអត់ស្រួលខ្លួនឥឡូវគាត់បានធូរច្រើនណាគាត់ទទួលទានអាហារបានច្រើនជាងមុនអញ្ចឹងហើយបងប្អូនយើងនៅនេះហ្នឹងដែលឮថាមានទំនាស់ដីធ្លីអីហ្នឹងឥឡូវគេដោះស្រាយបានដូចយើងត្រូវគ្នាខ្លះហើយឥឡូវតាក់ទងនឹងនយោបាយនៅគុយបាអីហ្នឹងឥឡូវតែស្ករតែឡើងថ្លៃខ្លាំងណាស់ឥឡូវគេចុះច្រើនណាស់ហើយអាការចុះច្រើនហ្នឹងវាអាចធូរថ្លៃដល់ស្ករសនៅយើងដែលយើងទិញពីគុយបាអីអញ្ចឹងទៅវាអាចជួយកាត់បន្ថយការចំណាយរបស់យើងអីដែរអ្នកចិត្តខាងយើងឥឡូវហ្នឹងគេឲ្យផ្លែឈើមកយើងនេះអូយគាត់ចិត្តបានណាស់យើងខ្ញុំក៏រៀបចំម្ហូបអាហារជូនគាត់ខ្លះអីចឹងតំណាក់តំណងបងប្អូនសាកគិតមើលបរិយាកាសហ្នឹងតើការទទួលទានអាហារហ្នឹងវាមានភាពមនោរម្យប៉ុណ្ណាជួនកាលទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាហើយនៅពេលដែលយើងចង់និយាយរឿងអីអំពីបញ្ហានៅក្នុងគ្រួសារអាការជជែកហ្នឹងមានកម្រិតកម្ដៅហ្នឹងគឺវាលហឹមវិញហើយព្រោះអីទី1ឆ្អែតកាពះទី2គំនិតរបស់យើងវាមានភាពល្អច្រើនហើយអញ្ចឹងដល់ពេលការជជែកគ្នាទៅគឺវារៀងត្រូវរើគ្នាក៏ច្រើនស្វាគមន៍គ្នាសរសើរគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកនេះបានជាសិល្បៈនៅក្នុងការជជែកមតិបងប្អូនខ្ញុំមើលនៅក្នុងបណ្ដាញសង្គមសប្តាហ៍ថ្ងៃបងប្អូនចេញមកហ្នឹងគឺកាន់កបិតមកហ្មងសូម្បីតែមកជជែករឿងស្អីទូចមួយក៏កាន់ផ្កាក់ឲ្យកបិតមកដែរគឺលត់សរងហើយចឹងមកពីនាយឬក៏មូដៃអាវមកហើយគឺថាសម្លឹងភ្នែកគឺស៊ីសាច់ហត់ឈាមហ្មងគឺចេញមកគឺអាមឹងហែងយកហ្មងគឺថាបើកមាត់មកគឺជេមរាយយកហ្មងបងប្អូនសាកគិតមើលថាតើនៅទីបញ្ចប់តើវានឹងបានអីបោចសក់គ្នាឬក៏ដុតផ្ទះចោលឬក៏កាប់គ្នាយើងមនុស្សបងប្អូនមិនមែនសត្វទេដូរការជជែកការប្រឹក្សាយោបល់ការផ្ដល់យោបល់អីឡើងវិញម្ដងទៀតខ្ញុំសុំទោសខ្ញុំមិនមែនគ្រូបាអាចារ្យជាអ្នកដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលអប់រំតាមវត្តសាលាឆទានឬក៏នៅសាលាបាលីសំស្ក្រឹតណាទេខ្ញុំនិយាយនេះគឺនិយាយអំពីបទពិសោធន៍នៅក្នុងគ្រួសារបទពិសោធន៍ការងារហើយអំពីសុជីវធម៌មនុស្សយើងខុសពីសត្វត្រង់ខ្មែរគ្រាន់មនុស្សមានសុជីវធម៌និងសិលធម៌តើបងប្អូនសត្វគេប្រើសភាវគតិដូច្នេះកុំទៅសួរសត្វតែអ្វីដែលបងប្អូនកំពុងធ្វើគឺជាលំនាំនៃសត្វសាហាវអាសត្វសាហាវហ្នឹងយើងអាចដោះស្រាយបញ្ហាបានទេបដូរចិត្តគំនិតឡើងវិញបងប្អូនមតិបងប្អូននៅក្នុងការជជែកគ្នាអីក៏ដោយចាប់ផ្ដើមពីពាក្យល្អសរសើរការខំប្រឹងគេមួយម៉ាត់ពីរទៅបដូរផ្នត់គំនិតអំពីមុទិតាប្រកាន់មុទិតានៅក្នុងខ្លួនបងប្អូនមុទិតាបានន័យថាម៉េចមុទិតាគឺជាភាសាបាលីមានន័យថាគឺជាការត្រេកអរនឹងភាពជោគជ័យរបស់អ្នកដទៃសប្បាយនឹងឃើញគេរីកចម្រើនកុំនិន្ទាឈ្នានេះគេ
នៅពេលដែលគេបានរីកចម្រើនគឺយើងនេះជាអំពើបុណ្យណាបងប្អូនបុណ្យរបស់យើងគឺយើងសាទរនៅពេលដែលឃើញគេរីកចម្រើនមិនមែនឃើញគេរីកចម្រើនគេបានឡានថ្មីគេបានផ្ទះថ្មីគេបានឡើងប្រាក់ខែហើយយើងចាប់ផ្ដើមមកជជែកគ្នាឯងថាគេឡើងអស់ហើយយើងអត់សោះហើយយើងមិនវិញយើងហើយចាប់ផ្ដើមឆ្លោះគ្នាមើលប្រៀបធៀបកុំធ្វើបែបហ្នឹងបើបងប្អូនធ្វើបែបហ្នឹងគឺជាវប្បធម៌ជន់បលិចតិចត្រួយគ្នាហើយព្រោះអីយើងចង់ប្រកួតប្រជែងដើម្បីឲ្យយើងលេចធ្លោជាងគេឲ្យលើសគេប៉ុន្តែអត់សាទរគេទេព្រោះដល់ពេលតែឃើញអញ្ចឹងគឺយើងអត់ហ៊ានសាទរគេដោយសារអីដោយសារតែគេលូតជាងយើងគឺយើងអត់សប្បាយចិត្តនេះជាអំពើបាបទេបងប្អូនបាបនៅក្នុងខ្លួនយើងត្រូវសាងអំពើបុណ្យមួយដែលយើងមានចិត្តបុណ្យអ្នកណាបានល្អជួយសាទរគេបើគេមិនទាន់បានល្អជួយជ្រោមជ្រែងគេដើម្បីឲ្យគេបានល្អហើយគេនឹងដឹងគុណយើងគេនឹងសាទរហើយនឹងទំនាក់ទំនងរាប់អានគ្នាក៏វាល្អុកល្អឿនដែរយើងទៅឈ្នានេះនិន្ទាគេបងប្អូនដើម្បីបង្រៀនមនុស្សម្នាក់ដែលកំណាញ់ស្មោអាចក្តាប់សំទោសឲ្យប្រើភាសាអ្នកស្រុកសុតសាតហើយទៅបាត់ជើងធំកាន់ដបងម៉ូតូគ្រោះថ្នាក់ចរាចរណ៍បុកប្រើបាក់ថ្មិញអស់មកចង់មកក្រាស់តែលុយ100រៀលនៅក្នុងដៃក្តាប់អត់លលាទេអានេះគេចង់និយាយអំពីអ្នកកំណាញ់ម៉ៅស្មោមីនេះបងប្អូនអត់អីទេចិត្តមនុស្សកើតមកនៅក្នុងតកូលគ្រួសារខ្វះខាតជួនកាលអាការក្បិតក្បៀតឬក៏ការដែលធ្វើរិះអីហ្នឹងគឺវាមានខុសគ្រួសារគ្នាកុំប្រកាន់ប៉ុន្តែយើងត្រូវបង្រៀនមនុស្សវិញបើមនុស្សកំណាញ់ខ្លាំងណាមិនចង់ឲ្យអីទៅអ្នកដទៃសោះគឺយើងឲ្យគាត់ឲ្យច្រើនទៅចិត្តយើងឲ្យតែលេងតិចទៅដើម្បីអីបង្រៀនមនុស្សហ្នឹងថាអត់អីទេយកលើសតិចទៅនៅពេលដែលយើងឲ្យគាត់កាន់តែច្រើនលើសកាន់តែច្រើនថ្ងៃណាមួយយើងផ្លាស់ប្ដូរផ្នត់គំនិតមនុស្សម្នាក់ហ្នឹងយ៉ាងហោចណាស់ក៏ចំពោះយើងនឹងគាត់ដែរអ្នកដទៃគាត់អាចនៅកំណាញ់ស្មោម្នាក់តែចំពោះគាត់នឹងយើងគាត់នឹងដឹងថាអូគេឲ្យយើងច្រើនដែរហើយយើងដូចជាយកតែពីគេច្រើនពេកហើយអញ្ចឹងសាកឲ្យគេវិញខ្លះទៅឃើញបង្រៀនមនុស្សហ៎យើងមិនទៅចង់បានអីពីគាត់ទេប៉ុន្តែបដូរផ្នត់គំនិតមនុស្សតាមរយៈទង្វើប៉ុន្តែកុំឃើញគេឲ្យរិះគន់គ្នាអូយម្នាក់នឹងងាប់អើយកំណាញ់អាចក្តាប់ណាស់លោកឲ្យកុំទៅក្បែរកុំរាប់អានអូយនាំកុំយកខ្លួនបៀតអញ្ចឹងយើងនឹងធ្វើឲ្យគាត់ខ្លាយទៅជាមនុស្សកាន់តែឆ្ងាយទៅឆ្ងាយទៅឆ្ងាយទៅឲ្យគាត់ដឹងខ្លួនសោះហើយយើងចេះតែនាំគ្នារិះគន់ធ្វើបាបអានឹងយើងនិន្ទាឈ្នានេះគ្នាអត់ជួយគ្នាអញ្ចឹងដូរផ្នត់គំនិតនឹងបងប្អូនវិលមកវិញរឿងការរិះគន់អីហ្នឹងខ្ញុំនិយាយនេះដោយសារអីមានបងប្អូនរិះគន់ច្រើនណាស់រិះគន់ចាស់ការសន្ទនាមតិគ្នានឹងគឺជារឿងប្រពៃណាស់ប៉ុន្តែកុំជន់បលិចកុំជាប្រមាថបន្តិចប្រាសាគ្នាគណៈបកណាគណៈបកទៅបងប្អូនគេស្រឡាញ់ជាតិមិនអញ្ចឹងហ៎ចុះបើបងប្អូនស្រឡាញ់ជាតិហេតុអីបានជាតិនឹងគឺជាកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូនទូលភ្នំរែកភ្នំកុំទៅចោតប្រកាន់ថាអ្នកនេះបានតែស្រែកកោកនឹងជួយអីបានខ្លះកុំនិយាយថាអ្នកនេះនៅក្រៅរត់ចោលស្រុកនឹងជួយអីបានខ្លះកុំសួរអញ្ចឹងបងប្អូនភាសានេះគឺជាភាសាមនុស្សគ្មានសម្បញ្ញៈវិចារណញ្ញាណការត្រេះរិះពិចារណាត្រឹមត្រូវហើយគ្មានសិលធម៌សុជីវធម៌ក្នុងការជជែកទេកុំប្រើពាក្យអញ្ចឹងមនុស្សណាក៏មានចំណែកនៅក្នុងការជួយតាមសទ្ធាជួយអីជួយទៅហើយអស់លោកជួយបានក៏ជួយទៅប៉ុន្តែកុំរិះគន់ថាគេមិនជួយធ្វើម៉េចបានដឹងថាគេមិនជួយតែពេលដែលយើងនិយាយអញ្ចឹងធ្វើឲ្យមនុស្សខឹងភ្លាមឧទាហរណ៍យើងស្រែកកោកក្រៅប្រទេសហ្នឹងជួយអីខ្លះរដ្ឋាភិបាលគេប្រឹងចង់ងាប់ឧទាហរណ៍ប៉ុន្តែអ្នកក្រៅប្រទេសមានភារកិច្ចគ្រាន់តែជួយជាគំនិតជាយោបល់អីក៏ដោយក៏ជួយដែរដាស់តឿនកុំឲ្យធ្លាក់ផ្លូវក៏ជួយដែរអ្នកនៅក្នុងឡានណាពេលដែលតកង់បើកឡានសវឹងស្រាហើយយើងជួយស្រែកកុំឲ្យធ្លាក់ផ្លូវយើងថាម៉េចអត់ចេះបើកឡានផងមកចេះប្រាប់គេរឿងអ្នកបើកឡានអីមិនមែនអញ្ចឹងទេបងប្អូនអាចប្រាប់បានតាអ្នកអាចបើកអញងាកងើអញ្ចឹងងាប់ហើយក្អួតងាប់ពេញឡានហើយបើអញ្ចឹងបើអញ្ចឹងធ្លាក់ជ្រោះយើងក៏មានចំណែកនៅក្នុងឡាននឹងដែរអីនិយាយមិនបានយើងអាចរិះគន់យើងអាចជួយគ្នាបានអ្នកបើកឡានគាត់ជាព្រូឡានមកយកលុយពីយើងតាតកង់ឡានមកយកលុយពីយើងតាឡានឈ្នួលប៉ុន្តែមិនមែនបានន័យថាយកលុយពីយើងហើយយើងនៅឲ្យស្ងៀមទុកឲ្យគេអ្នកបើកបអត់ទេវាប៉ះពាល់សុវត្ថិភាពខ្ញុំអ្នកជិះដែរខ្ញុំអាចដូរឡានបានប៉ុន្តែខ្ញុំនៅក្នុងឡានហ្នឹងហើយផ្លូវខ្ញុំទៅកន្លែងហ្នឹងខ្ញុំដូរតកង់បានខ្ញុំអត់ដូរឡានទេខ្ញុំដូរតកង់ព្រោះតកង់ធ្វើមិនល្អលុយខ្ញុំបង់ចឹងកុំទៅរករឿងអ្នកដែលជិះឡានជាមួយយើងត្រូវដូរចរិតនៃរបៀបធ្វើការរបស់យើងថាតើយើងផ្គាប់ចិត្តអ្នកដែលជិះជាមួយនៅព្រោះភារកិច្ចរបស់យើងជាអ្នកបើកឡានគេជួលយើងដូចមន្ត្រីរាជការអញ្ចឹងនៅពេលដែលយើងស៊ីប្រាក់ខែរដ្ឋប្រាក់ខែរាជគេបង់ពន្ធយើងតាអញ្ចឹងកុំមកនិយាយថាអស់លោកធ្វើអីបានអស់លោកត្រូវធ្វើអីបានសប្ងៃដោយសារតែគេជួលលោកទៅធ្វើការងារហ្នឹងតែបើលោកអត់ធ្វើការអ្វីដែលគេជួលហ្នឹងក៏គេបដិញលោកចេញពីក្របខ័ណ្ឌការងារហ្នឹងដែរគាត់ថាអស់លោកមួយចំនួនមិនបាច់គេជួលទេគឺលោកជួលដើម្បីឲ្យបានការងារហ្នឹងដើម្បីលួចជាតិដល់ពេលលួចច្រើនពេកទៅពេលគេរករឿងមករករឿងគេថាទៅរករឿងព្រោះខ្លួនកំពុងសប្បាយឆ្ងាញ់នឹងការលួចណាបើចឹងទៅរករឿងគេថាអត់បានជួយអីគេខំនិយាយឲ្យកែនេះកែនោះដើម្បីបានលុយមកចាក់មកប្រជាពលរដ្ឋវិញហើយយើងកំពុងតែលួចយើងថាគេនឹងអត់បានធ្វើអីទេពួកអីតែយើងទៅរៅឆានតែកំពុងតែលួចរបស់គេរករឿងយើងថាយើងអត់បានធ្វើអីដោយសារអីបន្សាបតែពិតទុកឲ្យគាត់ស្ងាត់ទៅយើងគាត់លួចតទៅទៀតគាត់ធ្វើប្រេះផ្ដាស់តទៅទៀតបាទវិលមកវិញពីរឿងព្រំដែនកម្ពុជាថៃរឿងបោះបង្គោលបងប្អូនថៃគេច្បាស់ខ្លួនគេឲ្យថាគេប្រើផែនទីខ្នាតលើ150,000ហើយបានជាគេព្រមគេព្រៀងគេអីហើយគេបានបញ្ជាក់ទៀតថាកម្ពុជាទេដែលកែពាក្យពេចន៍របស់គេប្រើពាក្យពេចន៍ស្នើរបស់គេគឺជ្រុះឆាយរុះរើកំតិច
រហូតដល់មានការដែលជំលះប្រជាពលរដ្ឋចេញពីភូមិព្រៃចានភូមិជោគជ័យផងប៉ុន្តែភាគីកម្ពុជាមិនព្រមប្រើពាក្យហ្នឹងវាដូចជាកាចពេកសុំឲ្យប្រើពាក្យថាត្រឹមសម្របសម្រួលត្រូវការប្រើពេលប្រមាណបងប្អូនកិច្ចប្រជុំចប់ម៉ោង4ជាងល្ងាចរហូតដល់តែ12រំលងអាត្រិតទើបបានចេញសេចក្តីថ្លែងការណ៍រួមដោយសារតែការនៅកែពាក្យពេចន៍ហ្នឹងស្អំចិត្តប្រជាពលរដ្ឋខ្មែរតែថៃគេច្បាស់ហើយថាកំតិចឈូឆាយជំលះប្រជាពលរដ្ឋខ្មែរប្រើពាក្យសម្របសម្រួលថៃគេដឹងរឿងហ្នឹងដល់តែពេលខ្មែរប្រើផែនទី1លើ200,000ដែលគេអត់មានដាក់ចែង200,000ដែលលោកហ៊ុនម៉ាណែតដាក់មកគេឡាំប៉ាដល់តែពេលគេឡាំប៉ាថ្ងៃនេះមានសេចក្តីថ្លែងការណ៍ជាជាងកិច្ចព្រមព្រៀងសន្តិភាពខ្ញុំបញ្យល់បន្តិចអំពីភាពខុសគ្នាអីអំពីសេចក្តីថ្លែងការណ៍និងកិច្ចព្រមព្រៀងបងប្អូនពាក្យថាសេចក្តីថ្លែងការណ៍វាគ្រាន់តែជាសេចក្តីប្រកាសដើម្បីបដិញ្ញាថានឹងធ្វើអីមួយបន្តទៀតតែប៉ុណ្្នឹងឯងងាយយល់សាមញ្ញបើកិច្ចព្រមព្រៀងបានន័យថាវាមានចែងខ្លឹមសារលម្អិតមានចំណុចដូចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលមានប្រទេសហត្ថលេខី18និងអង្គការសហប្រជាជាតិចូលជាហត្ថលេខីផងដើម្បីបញ្ចប់ចំនួននៅកម្ពុជាដល់រ៉ាំរ៉ៃនេះគឺជាកិច្ចព្រមព្រៀងឃើញមានកិច្ចលម្អិតមែនតើទៅជាសន្ធិសញ្ញាបាត់ទៅហើយព្រោះអីទទួលស្គាល់ដោយអន្តរជាតិក៏ប៉ុន្តែបើមើលសេចក្តីប្រកាសវិញគឺក៏សេចក្តីថ្លែងការណ៍ដែលភាសាអង់គ្លេសហៅថា declaration គឺគ្រាន់តែជាសេចក្តីប្រកាសឬថ្លែងការណ៍បញ្ជាក់អំពីជំហរនិងគោលបំណងក្នុងការចង់ឲ្យបញ្ចប់ចំនួនកម្ពុជាថៃជាបំណងអានឹងវាអត់ខុសអីពីសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទេឲ្យងាយយល់គឺប៉ុណ្ណឹងសេចក្តីថ្លែងការណ៍ដែលចុះនៅកូឡាលំពួរនៅថ្ងៃទី26ស្អែកនេះដែលដំបូងឡើយជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរសម្រាប់កម្ពុជាថៃនេះណាឥឡូវគេដូរទៅជាសេចក្តីថ្លែងការណ៍វិញនេះគឺដោយសារតែរឿងអញ្ចឹងរឿងការដែលយើងថាបានដីពីថៃរឿងការដែលយើងបានចំណេញពីថៃហើយដោយសារតែមានកិច្ចសេចក្តីថ្លែងការណ៍រួមរឿងអញ្ចឹងថៃគេប្រកែកមកវិញថាអត់មានទេឥឡូវគឺវាកពុបខ្ចាយអស់ទៅតែបងប្អូនដោយស្មោះត្រង់ខ្ញុំនិយាយអស់ពីដួងចិត្តខ្ញុំស្រឡាញ់កម្ពុជាទឹកដីយើងលុះខ្សែបើអត់មានអាកិច្ចព្រមព្រៀងសន្តិភាពស្អីគេហ្នឹងក៏ល្អដែរខ្ញុំនិយាយថាហេតុអីបានល្អព្រោះអីយើងមានកិច្ចជប់បាញ់ថ្ងៃ28ហើយយើងមានប័ណ្ណជប់បាញ់មក8 10ចំណុចថ្ងៃ7ខែសីហាហើយប្រើទៅបើអស់លោកប្រើអាប័ណ្ណជប់បាញ់ទី28កក្កដាហ្នឹងមិនបានហើយប្រើអាប័ណ្ណជប់បាញ់មួយទៀតថ្ងៃ7ខែសីហាដែលមាន13ចំណុចហ្នឹងទៅមានកិច្ចស្អីទៀតក៏អត់ប្រយោជន៍ដែរព្រោះយើងអត់បានគោរពពីទៅហើយហ្នឹងតើយើងទៅជឿថានឹងអាចគោរពស្អីកើតទៀតទេដូច្នេះអ្វីដែលធ្វើនេះគឺជារឿងនយោបាយសុទ្ធសាធហេតុអីបានជានយោបាយបងប្អូនគឺដើម្បីផ្គប់ចិត្តលោកត្រាំអកុសលណាយើងធ្វើអ្វីរងសម្ពាធរបស់សហរដ្ឋអាមេរិកជាពិសេសគឺរងសម្ពាធប្រធានាធិបតីដូណាល់ត្រាំចង់បានកិត្តិយសគេឈ្មោះសេចក្តីថ្លៃថ្នូររបស់គាត់ថាជាបិតាសន្តិភាពបង្រួបបង្រួមអីល្អហើយខ្ញុំមិនជំទាស់ទេកិច្ចព្រមព្រៀងឲ្យបញ្ចប់ខ្ញុំចង់ឲ្យតែចប់ឆាប់ទេប៉ុន្តែកុំចប់នៅក្នុងពេលដែលមានភាគីចាញ់ភាគីឈ្នះបងប្អូនចប់ឲ្យវាមានឈ្នះដោយអ្វីដែលកម្ពុជានិយាយទៅតែនេះគឺជាការបញ្ចប់ដោយមានភាគីមួយចាញ់ភាគីមួយឈ្នះហើយអ្នកដែលឈ្នះគឺភាគីថៃខ្ញុំនិយាយចឹងដោយសារអីថៃគេច្បាស់ក្នុងចិត្តឲ្យតែមានកិច្ចព្រមព្រៀងនេះគឺខ្មែរព្រមតាមលក្ខខណ្ឌរបស់គេតែខ្មែរមកស្អំចិត្តកម្ពុជាយើងថាអត់មានទេគឺយើងចំណេញនេះចំណេញនោះចំណេញអីមានពាក្យកន្លែងណាដែលនិយាយថាថៃត្រូវដកទ័ពចេញពីតំបន់ភ្នំទ្រាប់ឲ្យភ្នំទ្រាប់មកខ្មែរវិញទេមានកន្លែងណាដែលឲ្យដកពីប្រាសាទតាមាន់ធំវិញទេយើងគិតថាអូប្រាសាទតាមាន់ធំយើងបានជូនដំណឹងទៅគេឲ្យទៅ ICJ ចឹងបានត្រឡប់មកវិញបងប្អូនសេចក្តីថ្លែងការណ៍នេះណាគឺមានតម្លៃស្មើនឹងសេចក្តីជូនដំណឹងដែរទេដូចអ្វីដែលកម្ពុជាជូនដំណឹងទៅ ICJ សួរថាមកដល់មកនឹងកម្ពុជាបានដាក់ប្តឹងទៅ ICJ នៅអត់ទេគ្រាន់តែជូនដំណឹងតើយកអាសេចក្តីជូនដំណឹងហ្នឹងជាលក្ខខណ្ឌគតិយុត្តតែថាយើងបានដាក់ពាក្យប្តឹងនៅអត់ទេសេចក្តីប្រកាសនេះថ្លែងការណ៍នេះក៏ដូចគ្នាដែរ declaration នេះគឺគ្រាន់តែជាសេចក្តីប្រកាសឬក៏ថ្លែងការណ៍ថាភាគីទាំងពីរបដិញ្ញាថានឹងជជែកគ្នាតទៅទៀតដើម្បីឲ្យមានប័ណ្ណឈប់បាញ់ឬក៏ឲ្យមានសន្តិភាពចឹងបានន័យថាកិច្ចព្រមព្រៀងសន្តិភាពវាអាចមាននៅពេលក្រោយណាមួយយើងអត់ដឹងប៉ុន្តែបើអ្វីដែលកើតឡើងសប្តាហ៍នេះខ្ញុំគ្មានសង្ឃឹមទាល់តែសោះថានឹងមានកិច្ចព្រមព្រៀងសន្តិភាពណាមួយឆាប់ព្រោះអីខ្មែរយល់ផ្សេងថៃយល់ផ្សឹងហើយអាការយល់ផ្សេងថៃយល់ផ្សឹងហ្នឹងគេចំណេញនយោបាយរៀងខ្លួនហ្នឹងវាឆ្លោះគ្នាឈុលហ្នឹងគឺដោយសារតែរឿងហ្នឹងហើយឥឡូវរឿងហ្នឹងវិលមកដដែលថៃគេអត់មានមកស្អីឯណានេះទេថៃគេកំពុងតែវល់នឹងនយោបាយគេនេះចិត្តបោះឆ្នោតដែរនេះអនុទិនច័ន្ទវរៈគុលអត់មានខ្វល់អីទេគឺខ្វល់តែម្យ៉ាងទាល់តែចំណេញបានធ្វើព្រោះអីគាត់កំពុងតែត្រៀមខ្លួនឲ្យឈរឈ្មោះបោះឆ្នោតដើម្បីក្លាយជានាយករដ្ឋមន្ត្រីស្របច្បាប់បោះឆ្នោតដោយប្រជាពលរដ្ឋទូទាំងប្រទេសថៃជាជាងការលើកបន្ទប់ដោយសប្តាហ៍ថ្ងៃនេះនៅពេលដែលរំលាយរដ្ឋសភាថៃនៅចុងខែធ្នូនេះហើយនឹងចាប់ផ្ដើមការបោះឆ្នោតនៅម្ដុំដើមឆ្នាំក្រោយនោះអញ្ចឹងថៃគេអត់មានខ្វល់អីពីខ្មែរទេថៃគេកំពុងតែខ្វល់ឲ្យចំណេញនយោបាយថៃស្អំចិត្តអ្នកបោះឆ្នោតឲ្យថៃអញ្ចឹងគេធ្វើអីតតែចំណេញហើយបើខាតគេអត់ធ្វើទេមកនេះថៃអត់ធ្វើទេអញ្ចឹងហើយបានតែយើងថាច្បោថាខ្មែរបានដីនឹងខ្ញុំថាអូខ្ញុំសូមសរសើរដោយស្មោះឲ្យបងប្អូនយើងសប្បាយចិត្តរបស់គេលួចហើយយើងនៅឃើញគេជិះម៉ូតូគេលួចយើងហើយយើងថាអត់អីទេកុំមាត់ម៉ូតូយើងឃើញនៅមុខហ្នឹងឯងក៏ដូរតែម្ចាស់ឯងម៉ូតូនៅដែរប៉ុន្តែបន្តិចទៀតហ្នឹងគេស៊ីគ្រឿងអស់ហើយ
ដូរឈ្មោះម៉ូតូហ្នឹងដូរឈ្មោះលេខឈ្មោះអីដូរកង្តដូរអី stop អីលែងមើលឃើញបាត់ទៅហើយម៉ូតូរបស់យើងដល់តែពេលយើងត្រូវបានមកវិញគេប្រាប់ថាអត់ទេដូរអស់ហើយអញ្ចឹងរបស់គេកម្មសិទ្ធិដាច់ថ្លៃរបស់គេយើងបានតែសម្លឹងមើលចុងក្រោយតែអារូបរាងម៉ូតូយើងក៏លែងមានដែរព្រោះគេកែដូចតំបន់ព្រៃច័ន្ទភូមិជោគជ័យឲ្យប្លង់កម្មសិទ្ធិធ្វើហេដ្ឋារចនាសម្ព័ន្ធតិចទៀតសង់ដីអីទៅហើយយើងទៅទាគេបាច់នៅពេលដែលគេសង់ឲ្យអស់ហ្នឹងអត់អាចទាគេបានទេបងប្អូនទាមានតែឥឡូវហ្នឹងចឹងបានថាបើអត់ចឹងខ្ញុំនិយាយថាបើអត់ទាន់មានកិច្ចព្រមព្រៀងហ្នឹងទេនៅប្រទីនបតុងគ្នាអញ្ចឹងទៅហើយតវ៉ាសំខាន់បំផុតគឺឱកាសនេះអត់ទាន់មានកិច្ចព្រមព្រៀងនេះគឺជាឱកាសដែលខ្មែរអូសបន្លាយទៀតទៅចង់និយាយថាឲ្យវាវែងជាងហ្នឹងទៀតទៅថៃយើងតវ៉ាអញ្ចឹងទៅតែដាក់ពាក្យប្តឹងនេះអាពេលហ្នឹងគឺជាពេលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបានយ៉ាងមានប្រសិទ្ធភាពបំផុតពេលហ្នឹងគឺជាពេលសកត់កថៃឲ្យប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានប្រសិទ្ធភាពបំផុតព្រោះអីយើងកំពុងតែឆ្លោះគ្នាយើងកំពុងតែសរសេរកិច្ចព្រមព្រៀងអញ្ចឹងថៃចង់អត់មានជំរឿសអីយ៉ាងហោចយ៉ាងច្រើនអត់មានកិច្ចព្រមព្រៀងតែប៉ុណ្្នឹងទេប៉ុន្តែយើងបានដាក់ប្តឹងឲ្យវាឆ្លោះគ្នាឆ្លោះឲ្យទៅប៉ុន្តែតែមានកិច្ចព្រមព្រៀងឬសន្តិភាពអីហើយចាប់ហើយចាប់ឲ្យយើងប្តឹងមិនតែប្តឹងគេរករឿងឲ្យខ្ញុំបានប្រាប់ហើយថាតែប្តឹងនៅពេលដែលឈប់ឆ្លោះគ្នាហើយបងប្អូនថាចាប់ពេលដែលគេសម្របសម្រួលត្រូវគ្នាចាំឲ្យប្តឹងអីទៀតវាមិនអញ្ចឹងអីបងប្អូនវាមិនមែនសម្របសម្រួលត្រូវគ្នាអញ្ចឹងទេវាមិនងាយស្រួលអញ្ចឹងទេព្រោះថៃគឺគេប្រកាន់ចំហរឿងគេផ្សេងឥឡូវនេះគឺការវាស់បង្គោលព្រំដែនឥឡូវបងប្អូនខ្ញុំបញ្ចប់ពីរឿងសេចក្តីថ្លែងការណ៍ហើយនឹងកិច្ចព្រមព្រៀងសន្តិភាពអត់មានកិច្ចព្រមព្រៀងសន្តិភាពទេនេះគឺជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃព្រោះអីលោកអនុទិនច័ន្ទវរៈគុលបានធ្វើដំណើរទៅប្រទេសថៃនៅរសៀលតាមពិតយប់នេះគួរតែដល់ប្រទេសម៉ាឡេមិនមែនថៃទេហើយតាមពិតពីដើមឡើយមកនេះម្សិលមិញនេះគឺលោកអនុទិនច័ន្ទវរៈគុលនេះបានលុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានបាត់ទៅហើយដោយសារតែមានបញ្ហាកាន់ទុកនៅឯប្រទេសថៃដោយសារតែព្រះមហាក្សត្រីថៃសិរិគិតគឺបានសោយទីវង្គតកាលពីយប់ម្សិលដូច្នេះថៃកំពុងតែកាន់ទុកធំហើយលោកអនុទិនច័ន្ទវរៈគុលចាំមិនចង់គាត់មិនអាចនឹងចាក់ចោលពីពិធីរំសាយសពបរិយាស័ព្ទរបស់ព្រះមហាក្សត្រីថៃនេះបានអញ្ចឹងលោកក៏ចង់ដំបូងឡើយចង់លុបចោលកិច្ចប្រជុំទាំងមូលតែចង់ទៅតែចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នឹងទេដំបូងណាប៉ុន្តែឥឡូវនេះគឺដំណើរហ្នឹងអញ្ចឹងទៀតហើយព្រោះអ្នកនាំពាក្យរដ្ឋាភិបាលថៃបានបញ្ជាក់ឲ្យថាលោកអនុទិននឹងចូលរួមទៅចុះហត្ថលេខាហើយពេលដែលចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះរួចដែលមានលោកត្រាំជាអធិបតីហើយគឺនឹងចាក់ចេញមកភ្លាមដើម្បីឲ្យចូលទាន់កម្មវិធីដែលបុណ្យបរិយាស័ព្ទរបស់ព្រះមហាក្សត្រីថៃនេះអានេះអ្វីដែលគាត់ក្នុងថ្ងៃតែមួយហ្នឹងបានថ្ងៃ26សញ្ញេឲ្យមកវិញហេតុអីបានជាថៃបញ្ញាបញ្ញាលសញ្ញេប៉ុន្តែឥឡូវសញ្ញេមិនសញ្ញេវាជារឿងដែលចង់ផ្គប់ចិត្តលោកត្រាំច្រើនជាងព្រោះលោកត្រាំបាននិយាយឲ្យថាគាត់ចង់ឲ្យមានកម្មវិធីនេះហើយអ្វីដែលលោកត្រាំចង់បានហ្នឹងមិនមែនសន្តិភាពរវាងកម្ពុជាថៃទេគឺជាកិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិកនិងថៃហើយនឹងអាមេរិកនិងកម្ពុជាចង់ឲ្យប្រទេសទាំងពីរនេះឈប់ឆ្លោះគ្នាដើម្បីស្រួលរកបងពុននោះព្រោះពុនកាលលើកមុនដាក់36%ដល់ពេលខ្មែរអត់ទាន់ជប់បាញ់មួយថៃអត់ទាន់ជប់បាញ់មួយខ្មែរសំទោសនិយាយត្រូវកុំឲ្យប្រវត្តិសាស្ត្រថាខ្មែរអត់ជប់បាញ់បានន័យថាខ្មែរបាញ់មុនខ្ញុំចង់និយាយឲ្យត្រូវគឺនៅពេលដែលថៃអត់ជប់បាញ់ជាមួយខ្មែរអញ្ចឹងទៅក៏សង្កត់ក៏ថាបើអត់ព្រមត្រូវគ្នាគឺដាក់ពុន36%នៅដដែលដល់អញ្ចឹងទៅក៏ប្រញាប់ប្រញាល់ត្រូវគ្នាទៅព្រោះអីអាដាក់ពុនហ្នឹងវាថ្ងៃ1សីហាហើយថ្ងៃ28ហ្នឹងនាំគ្នាប្រញាប់ប្រញាល់មានបាត់ជប់បាញ់អីទៅអត់ចង់តន់រហូតតតែត្រៀមខ្លួនមិនតន់មកចាប់ទាហានខ្មែរ18នាក់យកទៅធ្វើជាចំណាប់ខ្លាំងអីអញ្ចឹងទៅនឹងថៃហើយដល់ពេលអញ្ចឹងគឺក៏អាមេរិកចុះឲ្យនៅសល់19%រឿងពាណិជ្ជកម្មរឿងពុនដាតាឥឡូវដូចគ្នារឿងម្ដងនេះគឺរឿងលោកត្រាំចង់បានពានរង្វាន់ Nobel Peace គឺ Nobel សន្តិភាពសម្រាប់ដាក់ពាក្យឲ្យទាន់មុនថ្ងៃទី31ខែមករាសម្រាប់រង្វាន់ឆ្នាំ2026ព្រោះខ2025ហ្នឹងបានទៅលើគណៈបកប្រឆាំងអ្នកដឹកនាំមេបកប្រឆាំងមួយអ្នកស្រីនៅឯប្រទេសវេណេស៊ុយឡានោះតែយ៉ាងណាបងប្អូនរឿងនេះគឺជារឿងបង្ក្រប់កិច្ចទេអត់មានកិច្ចព្រមព្រៀងសន្តិភាពទេហើយកុំត្រេកអរខ្លាំងពេកហើយក៏កុំអស់សង្ឃឹមអីខ្លាំងដែរពាក្យថាមិនអោយត្រេកអរហ្នឹងគឺលោកត្រាំគាត់ចង់បានតែមុខមាត់ទេឲ្យចុះហត្ថលេខាហ្នឹងទៅហើយថៃក៏ផ្គាប់ចិត្តអញ្ចឹងទៅលោកអនុទិនរវល់ព្រះមហាក្សត្រថៃយ៉ាងសម្បើមដែលសោយទីវង្គតហ្នឹងក៏នៅតែឆ្លៀតមកចុះហត្ថលេខាដើម្បីបំពេញមុខលោកត្រាំតាមពិតនឹងរដ្ឋមន្ត្រីការបរទេសថៃក៏ចុះហត្ថលេខាជំនួសបានដែរប៉ុន្តែមិនចង់ឲ្យដូចថាខាងកម្ពុជាទៅយុរដ្ឋមន្ត្រីខ្មែរលោកហ៊ុនម៉ាណែតហើយខាងនោះមានរដ្ឋមន្ត្រីការបរទេសអីដូចថាវាមើលទៅថៃនឹងគេចង់បង្ហាញអំពីភាពស្មើគ្នាអញ្ចឹងទៅកុំឲ្យចាញ់ព្រៀបកម្ពុជាក៏មិនដឹងអញ្ចឹងបានថានៅប៉ុន្តែមិនដឹងថាតើសញ្ញេអ្ហ្មិចព្រោះការដែលត្រូវចុះហត្ថលេខាហ្នឹងវាត្រូវធ្វើនៅពេលរសៀលឯណោះហើយនៅពេលរសៀលឲ្យគាត់ត្រូវហោះមកវិញប៉ុន្តែម៉ាឡេនិងថៃប្រហែលនាទីទេបងប្អូនហើយកន្លះម៉ោង1ម៉ោងអីហ្នឹងមិនឆ្ងាយទេដូច្នេះមិនជាពិបាកយូរដែរទេតែយ៉ាងណាបងប្អូនកិច្ចសេចក្តីថ្លែងការណ៍រវាងកម្ពុជានិងថៃនឹងចុះហត្ថលេខានៅថ្ងៃទី26ស្អែកនេះរវាងលោកអនុទិនច័ន្ទវរៈគុលនិងលោកហ៊ុនម៉ាណែតរបស់កម្ពុជាក្រោមអធិបតីរបស់លោកប្រធានាធិបតីដូណាល់ត្រាំហើយនឹងជាអ្នករៀបចំជាម្ចាស់ផ្ទះរបស់ប្រធានអាស៊ានគឺលោកអាន់វ៉ាអ៊ីប្រាហ៊ីមនៅទីក្រុងកូឡាឡាំពួរវានឹងមានពិធីនេះប៉ុន្តែម្ដងទៀតអត់មែនជាសេចក្តីឬក៏កិច្ចព្រមព្រៀងសន្តិភាព
ថៃកម្ពុជាទេវាគ្រាន់តែជាសេចក្តីប្រកាសសេចក្តីថ្លែងការណ៍អំពីគោលចំហនិងបំណងថានឹងឲ្យមានការផ្សះផ្សាគ្នាតែប៉ុណ្្នឹងឯងដូច្នេះមានរឿងច្រើនទៀតហើយបើសិនជាមានតែប៉ុណ្្នឹងតែហ៊ានខ្មែរ18នាក់ក៏គ្មានវាសនាសង្ឃឹមថានឹងបានគេដោះលែងឆាប់ដែរមិនដឹងតែពួកគាត់នៅរ៉ាំរ៉ៃប៉ុណ្ណាទៀតអញ្ចឹងបានថាតវ៉ាទៀតបងប្អូនកុំអាលឈប់ហើយអាការលើកកម្ពស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើឲ្យខ្លាំងដាក់សម្ពាធថៃសកត់កឲ្យមែនតើព្រោះអីរឿងនេះគឺរឿងអត់មានទៅមុខទេថៃនៅតែអូកាឡាអញ្ចឹងទៀតហើយប៉ុន្តែបងប្អូនខ្ញុំនិយាយថាអត់ក៏អត់ចុះព្រោះអីកិច្ចព្រមព្រៀងមួយដែលដូចថានៅតែឆ្លោះគ្នានឹងតែមានកិច្ចព្រមព្រៀងហើយឥឡូវធ្វើឲ្យតែគ្រប់កិច្ចទេដូចខ្ញុំនិយាយចឹងអត់ចាំបាច់ចុះហត្ថលេខាថ្ងៃ26ហ្នឹងក៏បានដែរយើងមានកិច្ចបត់ជប់បាញ់2ដងហើយតែគ្រាន់តែថាយ៉ាងណាចាំមើលថាសេចក្តីប្រកាសឬក៏សេចក្តីថ្លែងការណ៍គេមានខ្លឹមសារលម្អិតប៉ុណ្ណាខ្ញុំនិយាយនេះគឺដោយសារតែសំអាងទៅលើតែសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យខាងភាគីថៃទេពួកគេច្បាស់ថាគេអត់ទៅចុះកិច្ចព្រមព្រៀងសន្តិភាពទេគេចុះកិច្ចព្រមព្រៀងលើសេចក្តីថ្លែងការណ៍កម្ពុជាអត់និយាយអីទាំងអស់ប៉ុន្តែនៅក្នុងពេលជាមួយគ្នាហ្នឹងកម្ពុជាបានបញ្ជាក់ថាបានជួបជជែកជាមួយនឹងមេភូមិភាគនេះសេចក្តីថ្លែងការណ៍របស់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកស្រីម៉ាលីសុជាតាគឺបានថ្លែងនៅថ្ងៃនេះថាវេលាម៉ោង10ព្រឹកមិញនេះគឺឧត្តមសេនីយ៍ឯកពៅហេងមេបញ្ជាការយុទ្ធភូមិភាគទី4និងកងយុទ្ធពលខេមរៈភូមិន្ទបានជួបពិភាក្សាការងារជាមួយនឹងឧត្តមសេនីយ៍តូវីរយុទ្ធរៈស៊ីងមេបញ្ជាការកងទ័ពភូមិភាគ2ថៃនៅឯច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់សេចក្តីថ្លែងការណ៍ឬក៏សេចក្តីប្រកាសព័ត៌មានរបស់ខាងក្រសួងការពារជាតិកម្ពុជាពិធីសារសុទ្ធសាធជួបគ្នានឹងគឺគ្រាន់តែជួបម៉ោងប៉ុណ្ណេះហើយបានជួបអ្នកដែលជួបមានប្រហែលអ្នកប៉ុណ្ណឹងតែលទ្ធផលអត់មានសោះគាត់និយាយថាកិច្ចប្រជុំនេះក្នុងគោលបំណងណែនាំឲ្យភាគីទាំងពីរបានស្គាល់គ្នាហ្នឹងប្រហែលជាបំណងគាត់ណាក្រោយពេលដែលភាគីទើបទទួលបានការតែងតាំងមុខតំណែងថ្មីកិច្ចប្រជុំនេះផងដែរភាគីទាំងពីរឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងបង្កើនជំនឿទុកចិត្តគ្នាបង្កើនទំនាក់ទំនងគ្នាឲ្យប្រសើរឡើងវិញនិងបដិញ្ញាចិត្តនៅក្នុងការអនុវត្តការងារផ្សេងៗដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានសម្រេចរួមគ្នាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិគឺហាក់បីដូចជាប្រាប់ថាយើងទៅផ្សារទៅទិញផ្លែឈើយកមកឲ្យក្រុមគ្រួសារទទួលទានអញ្ចឹងបងឲ្យថានេះខ្ញុំមកពីផ្សារវិញខ្ញុំទិញផ្លែឈើជូនម៉ាក់ពិសាប៉ុន្តែអត់ប្រាប់ថាផ្លែឈើហ្នឹងទិញអីទេម៉ាក់ក៏អត់ប្រសាច្រើនមុខណាស់ព្រោះទឹកនោមផ្អែមតែយើងអត់ប្រាប់ថាណែវាមានផ្លែប៉ោមឬក៏ត្រពាំងបាយជូរឬក៏ល្មុតឬក៏ផ្លែម្នាស់ឬក៏ស្អីចឹងយើងអត់និយាយអីសោះយើងនិយាយថាមកផ្លែឈើមកកន្ត្រកអញ្ចឹងហ្មងដូច្នេះវាពិបាកមែនតើតែយ៉ាងណាអានេះគឺជា style នៅក្នុងការប្រកាសព័ត៌មានរបស់គាត់ប៉ុន្តែបើមើលភាគីថៃវិញភាគីថៃវិញគេថាថ្ងៃនេះគឺគេពិតជាបានអ្នកនាំពាក្យយោធាថៃលោកវិនថៃសុវរីគេនិយាយថាភាគីថៃនិងកម្ពុជាខាងយោធាបានជួបជុំគ្នានៅអូស្មាច់ដោយអ្វីដែលកម្ពុជាលើកឡើងគ្រាន់តែថៃគេប្រើពាក្យចុងជាំអញ្ចឹងនៅក្នុងអូស្មាច់ហ្នឹងគឺគេបានជជែកគ្នាអំពីផែនការសកម្មភាពដកសពាវុធធនធ្ងន់ចេញពីព្រំដែនជួរមុខនៃព្រំដែនកម្ពុជាថៃគឺនិយាយថាយើងឯកភាពដាក់ផែនការដកកភ្លើងនឹងហើយដើម្បីបញ្ជាក់បន្ថែមអ្នកនាំពាក្យយោធាថៃប្រាប់ថានៅថ្ងៃទី28នេះគឺពី3ថ្ងៃខាងមុខទៀតនឹងជួបគ្នាម្ដងទៀតនិយាយអំពីការអនុវត្តផែនការដកកភ្លើងចាញ់អាហ្នឹងវាត្រូវនឹងសំណើរបស់ថៃដែលស្នើមួយចំណុចឥឡូវថៃគេប្រាប់មកថាខ្មែរយើងព្រមតាមហ្នឹងប៉ុន្តែខ្មែរយើងនិយាយពីទីសានិយាយផ្លែឈើមកកន្ត្រកហ្នឹងសុទ្ធសាធអត់ដឹងថាមានតរៀនមានប៉មានអីតែយ៉ាងណាបងប្អូនខ្ញុំនិយាយនេះខ្ញុំមិនថារិះគន់ក្រសួងការពារជាតិអីទេគ្រាន់តែថារាល់ដងគឺជាពិធីសារអត់មានព័ត៌មានលម្អិតអីទេនិយាយតែពិធីតាំងទីកន្លែងម៉ោងប្រមាណអីប្រមាណដូច program ជាកម្មវិធីបុណ្យតែអត់មាននិយាយថាជជែកនឹងលទ្ធផលអីឲ្យបានផ្លែផ្កាអីអត់គឺនិយាយថាផ្លែឈើអញ្ចឹងអត់និយាយពីក្នុងហ្នឹងផ្លែឈើហ្នឹងគេជជែកពីតរៀនអត់និយាយពីសាវម៉ៅគេជជែកពីល្មុតអត់និយាយពីរឿងសការនេះអីឡាក់នឹងឡាក់អត់មានទេតែយ៉ាងណាខ្ញុំជឿថាក្រសួងការពារជាតិក៏ប្រយ័ត្នប្រយែងដែរព្រោះអីពាក្យមួយម៉ាត់ដែលនិយាយទៅនឹងវាឆេះភ្លើងឆេះកាល់ដែរដោយសារអីតែនិយាយដកកភ្លើងដកអីហ្នឹងគេរករឿងទៀតដែរអញ្ចឹងសុកចិត្តស្ងាត់ឲ្យភាគីថៃគេឡងគេបកស្រាយទៅយើងទៅដឹងពីភាគីថៃយើងវាអត់មានអាព័ត៌មានឯករាជ្យហ្នឹងវាអញ្ចឹងហ៎បងប្អូនអាបង្អែមលៀមមាត់មុងណារ៉េតហ្នឹងគឺនៅត្រតាមចន្លោះគេវាយទៅវាយមកហ្នឹងចន្លងវិលអញ្ចឹងមិនថាពិបាកតែយ៉ាងណាឥឡូវយើងដល់ដំណាក់កាលនេះហើយបងប្អូនម្ដងទៀតគឺអត់មានកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសថៃទេនៅកូឡាលំពួរហ្នឹងទេគឺមានតែសេចក្តីថ្លែងការណ៍អំពីជំហរថានឹងដោះស្រាយបញ្ហាហើយបើមានតែសេចក្តីថ្លែងការណ៍គ្មានសេចក្តីព្រមព្រៀងអីទៀតទេហ្នឹងហើយ10000ឆ្នាំហើយមិនដឹងកាលចប់ប៉ុន្តែបងប្អូនម្ដងទៀតដូចខ្ញុំនិយាយចឹងបើអត់ចប់ទុកពេលហ្នឹងឲ្យកម្ពុជាដាក់ពាក្យប្តឹងទៅ ICJ ឲ្យបញ្ញត្តិទៅទាន់ឱកាសមានហើយបើអត់ទេមិនដឹងតែដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចទេបើថៃគេទីមទាគេថាគេចំណេញគ្រប់យ៉ាងហើយថ្ងៃនេះឃើញទៅបោះបកគោលនៅទៅមើលអាបកគោលដែលថាព្រមព្រៀងគ្នានៅព្រៃច័ន្ទមេតបថៃគេទៅបញ្ជាក់ប្រាប់ពាក្យប្រជាជននៅព្រៃច័ន្ទនិងភូមិជោគជ័យបញ្យល់ពីអារឿងបកគោលនៅក្នុងហ្នឹងគេថាអត់មានឲ្យបាត់ដីថៃមកចំអាមណាអាបានប្រមាណគឺនៅនឹងទាំងអស់នេះគេទៅបញ្ជាក់ប្រាប់ប្រជាពលរដ្ឋគេអញ្ចឹងទៀតខ្លាចគេលោថា
រពើងទៅខ្លាចបានប្លង់កម្មសិទ្ធិបានអីហើយខ្លាចខ្មែរយកវិញអីចឹងទៅឥឡូវគេទៅបញ្ជាក់ហើយទៅបញ្ជាក់ឲ្យរឹកចំពោះប្រជាពលរដ្ឋគេនៅក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យហើយយើងសង្ឃឹមអីដែលថៃត្រូវបញ្ជាក់អាហ្នឹងមកឲ្យយើងវិញកុំឲ្យគេយកថែមទៀតផងអានេះហើយដែលយើងនៅថាលំបាកមែនតើណាបងប្អូនតែយ៉ាងណារឿងវាទៅយើងតាមតទៅទៀតអឺអាមេរិកអារឿងសេចក្តីថ្លែងការណ៍មួយនេះខ្ញុំបង្ហើយព័ត៌មានអាមេរិកហ្នឹងគឺថាក៏សម្បើមដែរគឺបើចោះសេចក្តីថ្លែងការណ៍ហ្នឹងក៏ដោយហ្នឹងអារឿងគ្រោងនឹងបញ្ចប់សង្គ្រាមឬក៏ឆ្លោះគ្នាមួយថៃនិងខ្មែរហ្នឹងក៏អាមេរិកប្រាប់ថាអត់ត្រូវការចិនឲ្យចូលរួមទេបំបាក់មុខចិត្តមែនតើហើយអាមេរិកថាម៉េចមន្ត្រីជាន់ខ្ពស់អាមេរិកនិយាយប្រាប់សារព័ត៌មាន Reuters អីគេថាចិនក៏អត់មានជួយផងជួយចិនអត់មានជួយអីបន្តិចសោះនៅក្នុងកិច្ចការនេះអាមេរិកហើយនិងម៉ាឡេសោះអញ្ចឹងកុំឲ្យចិនចូលមកញ៉ៃអីផាត់ចិនចោលទៅព្រោះអត់ជួយអីទេនេះតាមពិតអាមេរិកសំបីតែមានអាសន្តិភាពហ្នឹងក៏អត់មានឲ្យមានសន្តិភាពនៅក្នុងតំបន់ហ្នឹងដែរព្រោះធ្វើឲ្យចិនបាក់មុខដែរព្រោះចិនគ្នាក៏ចង់ចូលរួមដែរមុតដៃថែបរបស់កម្ពុជាមិនអញ្ចឹងហើយក៏មុតដៃថែបរបស់ថៃដែរដល់ពេលអត់ឲ្យចូលតែយ៉ាងម៉េចអញ្ចឹងអាមេរិកប្រកាន់ចំហថាអត់ឲ្យចិនតែយើងចាំមើលតើវាមានការប្រែប្រួលយ៉ាងម៉េចឬក៏ចិនចូលបានដែរឬក៏ហើយមិនមុខក្រៅអីទេខាងចិនគេមកឲ្យចូលហើយទៅព្រោះអត់មានជួយអីមែនឯងព្រោះនៅពេលដែលគេមានបាត់ឈប់បាញ់ទៅប្រាប់ថៃប្រាប់កម្ពុជាថាខ្ញុំនឹងការពារអធិបតេយ្យរបស់កម្ពុជាក្នុងនាមជាមិត្តដែលថែបទោះក្នុងតម្លៃណាអញ្ចឹងដល់ពេលទៅប្រាប់ថៃខ្ញុំនឹងការពារអធិបតេយ្យថៃក្នុងតម្លៃណាជាមិត្តដៃថែបថៃដែរអញ្ចឹងចាក់ខ្សែនឹងមកបានប្រយោជន៍អីបើអត់មានជួយអីទេដូចថាតែគាត់គិតតែពីប្រយោជន៍គាត់ហើយពួកអីចំណេញពីថៃច្រើនជាងខ្មែរទៅទៀតតែខ្មែរក៏ត្រូវស្អំចិត្តដែរព្រោះជំពាក់បំណុលចិន$4000លានជាងបើហ៊ានតែញ៉ៃបានស្អីសងម្ចាស់បំណុលស្អំចិត្តម្ចាស់កូនបំណុលបន្តិចទៅវាតែប៉ុណ្ណាឯងបាទឥឡូវបន្តទៀតគឺរដ្ឋាភិបាលក្រៅប្រទេសបងប្អូននៅពេលដែលរដ្ឋាភិបាលក្នុងប្រទេសកំពុងតែឈឺក្បាលវិលមុខដោះស្រាយបញ្ហា100ជំពូកឥឡូវនេះស្រាប់តែលេចរដ្ឋាភិបាលក្រៅប្រទេស$23ចេញជារូបរាងនេះម៉ោងនេះប្រហែលជាអត់ទាន់ចប់ការផ្សាយផ្ទាល់របស់គាត់ទេនៅទីក្រុងប៉ារីប្រទេសបារាំងដោយសារតែការផ្សាយផ្ទាល់នេះធ្វើ1ម៉ោងជាងមុនហើយខ្ញុំផ្សាយនេះ1ម៉ោងជាងដែរដូច្នេះអត់ដឹងថាចប់នៅយ៉ាងណាប៉ុន្តែឃើញអ្នកចូលរួមច្រើនណាស់ខ្ទង់ពាន់អ្នកឯណោះហើយប្រជាពលរដ្ឋចូលរួមតាម Skype តាម Zoom អីហ្នឹងសំទោស Skype គេបិទដែរតាមប្រព័ន្ធអនឡាញហ្នឹងក៏ច្រើនដែរហើយរដ្ឋាភិបាលក្រៅប្រទេសនេះគឺមានសេចក្តីថ្លែងការណ៍របស់ក្រមប្រឹក្សាជាតិតស៊ូហ្នឹងគេប្រកាសមកច្រើនចំណុចណាស់តាមពិតប្រកាសជាផ្លូវការជាឯកសារហ្នឹងថ្ងៃ$23ចំខួប34ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីប៉ុន្តែថ្ងៃនេះគឺគេបើកពិធីផ្លូវការដែលមានអ្នកចូលរួមអ្នកមុខអ្នកការនៅក្នុងរដ្ឋាភិបាលក្រៅប្រទេសខ្ញុំនិយាយអ្នកមុខអ្នកការហ្នឹងសំដៅទៅលើក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលថ្មីនេះដែលមានមនុស្សច្រើនណាស់ខ្ញុំសូមអានម្ដងទៀតគឺទី1គឺមានព្រះភិក្ខុខេមចារោយុហុតឧត្តមក្រុមបេសកកម្មរដ្ឋាភិបាលនេះទី2គឺលោកសំរងស៊ីជាប្រធានក្រុមបេសកកម្មរដ្ឋាភិបាលមិនប្រើពាក្យនាយករដ្ឋមន្ត្រីទេតាមពិតគួរតែជានាយករដ្ឋមន្ត្រីគាត់ថាគេទូនីតិនេះស្មើនឹងនាយករដ្ឋមន្ត្រីហើយលោកសំរងស៊ីប្រធានក្រុមបេសកកម្មរដ្ឋាភិបាលនិងជាប្រធានស្ថាប័នសេដ្ឋកិច្ចហិរញ្ញវត្ថុនិងកម្ចាត់អំពើពុករលួយបន្ទាប់មកទៀតគឺលោកកឹមសុខប្រធានស្ថាប័នយុទ្ធសាស្ត្រនិងរៀបចំប្រទេសឡើងវិញនិងជាអ្នកនាំពាក្យបាទទូនីតិរបស់លោកកឹមសុខនេះស្មើនឹងទូនីតិរបស់លោកប៉ែនបូណាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាសប្តាហ៍ថ្ងៃដែរទី4គឺលោកអ៊ុំសំអានប្រធានស្ថាប័នអធិបតេយ្យជាតិព្រំដែនអន្តោប្រវេសន៍ទូនីតិរបស់លោកអ៊ុំសំអាននេះស្មើនឹងរដ្ឋមន្ត្រីក្រសួងដែនអធិបតេយ្យព្រំដែននិងអន្តោប្រវេសន៍នេះឯងទី5លោកឡុងរីប្រធានស្ថាប័នសន្តិសុខជាតិនិងសុវត្ថិភាពប្រជាពលរដ្ឋទី6លោកស្រីភិតកំហ៊ុនប្រធានស្ថាប័នការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទី7លោកអ៊ូសាម៉ាឌីប្រធានស្ថាប័នប្រជាធិបតេយ្យយុត្តិធម៌សង្គមនិងសិទ្ធិមនុស្សទី8លោកឆាំឆានីប្រធានស្ថាប័នព័ត៌មាននិងទំនាក់ទំនងសាធារណៈទី6លោករីគៀប្រធានស្ថាប័នអប់រំទុនធានមនុស្សនិងការងារនិងទី10គឺលោកសៅរ៉ាស៊ីប្រធានស្ថាប័នរៀបចំប្រព័ន្ធដីធ្លីនិងជួយប្រជាពលរដ្ឋក្រីក្ររដ្ឋាភិបាលឯករាជ្យ$23នេះមានគោលការណ៍គោលនយោបាយ23ចំណុចមកសិនមិញខ្ញុំអានអត់ចប់ថ្ងៃនេះខ្ញុំសូមអានឲ្យចប់តែម្ដងទៅព្រោះអីវាយូរម៉ោងកាន់តែខ្លាំងណាស់ហើយជ្រុលក្បាលកពើឲ្យវាទៅវែងកាន់តែខ្លាំងតែម្ដងទៅបងប្អូនសូមអធិស្ឋានរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23នេះគឺឆ្ពោះទៅកាន់គោលដៅរួមចំនួន23គឺសម្រាប់អនាគតប្រទេសកម្ពុជានិងប្រជាពលរដ្ឋខ្មែរទី1យកប្រទេសកម្ពុជាមកជូនប្រទេសប្រជាពលរដ្ឋខ្មែរវិញនិងពុំមានជនជាតិខ្មែរណាត្រូវដកសញ្ជាតិនោះឡើយទី2មានឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីឯកភាពជាតិនិងការដំកើងអរិយធម៌ជាតិទី3ប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបកនិងកែតម្រូវឡើងវិញនូវខ្លឹមសារដែលប៉ះពាល់ដំណើរប្រជាធិបតេយ្យទី4អនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបកតាំងពីថ្នាក់ភូមិដល់ថ្នាក់ជាតិដោយការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌នេះជាមូលដ្ឋានប្រតិបត្តិទី5ធានាយុត្តិធម៌សង្គមការពារសិទ្ធិមនុស្សនិងបង្រួបបង្រួមជាតិជាគ្រឹះធានាសន្តិភាពសន្តិសុខនិងស្ថិរភាពពេញលេញនៃប្រទេសជាតិទី6ពុំមាននិគមជនខុសច្បាប់ដែលមានមហិច្ឆតាឈ្លានពានកម្ពុជានិងប៉ងបំបត្តិពូជសាសន៍ខ្មែរទី7លុបបំបត្តិនយោបាយផ្ដាល់ដីសម្បត្តិដីធ្លីដល់ក្រុមហ៊ុននិងបុគ្គលដែលជាពលរដ្ឋប្រទេសជិតខាងទី8លុបបំបត្តិចោលនយោបាយផ្ដាល់សញ្ជាតិដល់ពលរដ្ឋនៃប្រទេសដែលមានព្រំដែនជាប់ជាមួយកម្ពុជាទី9លុបបំបត្តិអំពើពុករលួយជាប្រព័ន្ធនិងវប្បធម៌បពុគ្រួសារនិយមទី10
មានកងទ័ពជាតិខ្លាំងនគរបាលជាតិខ្លាំងនិងមន្ត្រីរាជការដែលមានគុណភាពនិងគុណធម៌នៅក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋទី11ផ្ដល់ប្រាក់ខែខ្ពស់ដល់គ្រូបង្រៀនទាហាននគរបាលកងរាជអាវុធហត្ថនិងបុគ្គលិករាជការទូទៅឲ្យមានជីវភាពរស់នៅថ្លៃថ្នូរទី12មានប្រព័ន្ធហិរញ្ញវត្ថុរឹងមាំស្អាតស្អំសេដ្ឋកិច្ចខ្លាំងនិងកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មពីបណ្ដាប្រទេសជាមិត្តជាប្រទេសប្រជាធិបតេយ្យទី13កម្មករគ្រប់វិស័យសម្បូរការងារដែលមានប្រាក់ឈ្នួលល្អនិងធានាបានជីវភាពរីករាយថ្លៃថ្នូរទី14ទីផ្សារលក់ដូរអ៊ូអហើយអាជីវករសម្បូរអតិថិជនដែលជាកត្តាធានាស្ថិរភាពនៃការរីកចម្រើននិងបានផលចំណេញដល់អាជីវករទី15កសិករសម្បូរទីផ្សារលក់ផលិតផលដែលមានតម្លៃចំណេញឲ្យធានាបានជីវភាពរីករាយថ្លៃថ្នូរទី16ប្រជាពលរដ្ឋខ្មែរទូទៅមានជីវភាពប្រសើរថ្លៃថ្នូរនិងមានលក្ខខណ្ឌសំទោសនិងមិនមានលក្ខខណ្ឌវាន់កដោយបំណុលទី17ប្រព័ន្ធអប់រំសិក្សាមិនមានថ្លៃប្រព័ន្ធអប់រំសិក្សាមិនគិតថ្លៃមានគុណភាពនិងមានស្តង់ដារតែមួយនៅទូទាំងប្រទេសទី18ប្រព័ន្ធព្យាបាលសុខភាពមានគុណភាពនិងមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋក្រីក្រទូទៅទី9ឧបត្ថម្ភជីវភាពឲ្យគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះកុមារស្ត្រីនៅក្នុងគ្រួសារក្រីក្រយុទ្ធជនជនពិការនិងមនុស្សចាស់ទី20គ្មានគ្រឿងញៀននិងរឹតបន្តឹងការចរាចរណ៍និងរឹតបន្តឹងការចរាចរណ៍គ្រឿងញៀនស្រវឹងគ្រប់ប្រភេទទី21គ្មានបណ្ដេញសំទោសមិនមែនបណ្ដេញទេទី21គ្មានបណ្ដាញអក្រិតជនកម្មឆ្លងដែនគ្មានការលាងលុយកខ្វក់គ្មានការឆបោកតាមអនឡាញនិងគ្មានបណ្ដេញសំទោសបណ្ដាញចិត្តតែបណ្ដាញចិត្តថាបណ្ដាញរហូតនិងគ្មានបណ្ដាញជួញដូរមនុស្ស22គ្មានក្រុមហ៊ុនធានាគ្មានក្រុមហ៊ុនគ្មានធនាគារនិងគ្មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាអាជីវកម្មឆបោកនៅក្នុងស្រុកនិងទី23រក្សាបានធនធានធម្មជាតិសម្រាប់ទុកបម្រើផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋទូទៅបាទ23ចំណុចនេះបងប្អូនអើយនិយាយទៅគឺជាអ្វីដែលប្រជាពលរដ្ឋចង់បានរដ្ឋាភិបាលកម្ពុជាច្បាស់ជាថាអាហ្នឹងគេរដ្ឋាភិបាលកម្ពុជាធ្វើរាល់ថ្ងៃតាចង់បានអីទៀតគាត់ថាអ្វីដែលរដ្ឋាភិបាលក្រៅប្រទេសគាត់ធ្វើនេះគាត់គិតថាជាចំណុចទាំងអស់នេះគឺជាចំណុចដែលគាត់អះអាងថាកម្ពុជាសពថ្ងៃក្រោមរដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនធ្វើអត់បានតែប៉ុណ្្នឹងឯងអញ្ចឹងគាត់ចង់ធ្វើឲ្យបានតែគាត់ធ្វើយ៉ាងម៉េចយើងចាំតាមដានគាត់តទៅទៀតតែយ៉ាងណាបងប្អូនខ្ញុំសូមជម្រាបជូនបងប្អូនបន្តិចនៅពេលដែលខ្ញុំប្រកាសអំពីរដ្ឋាភិបាលក្រៅប្រទេសនឹងមានបងប្អូនច្រើនណាស់ដែលផ្ញើសារមកខ្ញុំចង់ជួយឧបត្ថម្ភអ្នកខ្លះមានជាប្រាក់ចង់ជួយមួយខែ$50អ្នកខ្លះចង់ជួយ$20ចង់ជួយ$10ដើម្បីជួយឲ្យទ្រទ្រង់រដ្ឋាភិបាលក្រៅប្រទេសខ្ញុំមួងណារិតបង្អែមលៀងមាត់សូមអធិស្ឋានមិនមែនជាថ្នាលនៅក្នុងការអង្គាសលុយឬក៏ប្រមូលប្រាក់ទេសូមទោសបងប្អូនត្រូវតាក់ទងទៅរដ្ឋាភិបាលក្រៅប្រទេសផ្ទាល់តាមរយៈសេចក្តីថ្លែងការណ៍របស់គាត់នឹងទៅមើលគេហទំព័រក្រុមប្រឹក្សាជាតិតស៊ូនឹងទៅមើលមធ្យោបាយក្រុមការងាររបស់គាត់នឹងឈ្មោះដែលខ្ញុំរៀបរាប់នឹងបើស្គាល់គាត់តាក់ទងទៅតើការឧបត្ថម្ភរដ្ឋាភិបាលនេះតាមណាសូមទៅធ្វើតាមនឹងទៅហើយខ្ញុំអត់មានពាក់ព័ន្ធអីទាំងអស់ជាមួយនឹងរចនាសម្ព័ន្ធរបស់រដ្ឋាភិបាលមួងណារិតនៅតែជាបង្អែមលៀងមាត់មួយផ្ទះធំដើម្បីជួយផ្សព្វផ្សាយព័ត៌មានកុំថាឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះតើគាត់ធ្វើអីប្រទេសផ្ដាស់ដូចតែគ្នានឹងខ្ញុំនឹងរិះគន់គាត់ឲ្យចាស់ដៃដូចតែអ្វីដែលខ្ញុំរិះគន់រដ្ឋាភិបាលលោកហ៊ុនសែនដែរដូច្នេះបងប្អូនតាក់ទងគាត់តាមការគួរព្រោះខ្ញុំមិនទទួលប្រាក់ខ្ញុំមិនជាឈ្មួញកណ្ដាលឬក៏អ្នកតាក់ទងអីនឹងទាំងអស់បាទសូមអធិស្ឋានប៉ុន្តែអរគុណសមានចិត្តរបស់បងប្អូននៅក្នុងការជួយហើយខ្ញុំជឿថាបើអ្នកដែលបង្កើតរដ្ឋាភិបាលនេះក៏ប្រហែលជាបានដឹងព័ត៌មានថាមានប្រជាពលរដ្ឋខ្មែរច្រើនណាស់ដែលសាទរហើយក៏ផ្ញើសារច្រើនអាណិចនៅក្នុង Facebook របស់ខ្ញុំដើម្បីបង្ហាញការសាទរខ្ញុំសូមពង្រៀងការសាទររបស់បងប្អូនចូលទៅក្នុងគេហទំព័រឬក៏ Facebook របស់ពួកគាត់វិញចោះព្រោះអានឹងគឺជាការងារដាច់ដោយឡែករបស់ពួកគាត់មិនតាក់ទងអីជាមួយនឹងការងារឯកជនរបស់ខ្ញុំក្នុងការផ្សាយព័ត៌មាននេះទេបាទបានន័យថាខ្ញុំផ្សាយតែព័ត៌មានទេបាទសូមអធិស្ឋានបងប្អូនតែយ៉ាងណារដ្ឋាភិបាលកម្ពុជាឃើញចំណុច23ចំណុចនេះក៏គេមិនបង្ងើយកន្តើយដែរគេនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះបើកដំណើរការបានដោយស្រួលទេចាំមើលតែរួចដៃពីអាការចុះកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍នេះនៅកូឡាលំពួរឲ្យមកវិញហ្នឹងគឺនឹងដុតដៃដុតជើងធ្វើច្បាប់ដើម្បីដាក់ក្រុមរដ្ឋាភិបាលក្រៅប្រទេសនេះជាក្រុមឧទាមក្រៅច្បាប់កោលទោសអ្នកណាតាក់ទងជាមួយរដ្ឋាភិបាលនេះចាប់ស្រោចនៅក្នុងសង្គមខ្មែរទៀតហើយរឿងនេះគឺអត់មានអីប្លែកទេបងប្អូនរឿង30-40ឆ្នាំខ្ញុំមិនមែននិយាយថាអូធ្វើអញ្ចឹងដើម្បីឲ្យបងប្អូនក្រៅរដ្ឋាភិបាលក្រៅប្រទេសនឹងបាក់ស្បាតភ័យព្រួយអីកុំភ័យគឺគេនឹងធ្វើច្បាប់នឹងគេនឹងចាត់ការអញ្ចឹងគេចង់បានក្បាលម៉ាស៊ីននៃរដ្ឋាភិបាលក្រៅប្រទេសនឹងយូរហើយតាំងពីមានរឿងជាមួយនឹងលោកសេងសេរីដែលរដ្ឋាភិបាលជួលធ្វើជាអនុក្នុងអីដែលឲ្យយកហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលនេះដើម្បីធ្វើច្បាប់ដាក់ក្រុមរដ្ឋាភិបាលក្រៅប្រទេសជាក្រុមឧទាមក្រៅច្បាប់អីផ្ដន់ទាទោសអីឡានធ្វើអត់បានដោយសារពេលនោះក៏អត់ទាន់មានចេញរចនាសម្ព័ន្ធនេះហើយរដ្ឋាភិបាលនេះទើបតែចេញរូបរាងមានឈ្មោះមានអីអញ្ចឹងទៅដូច្នេះមិនចាំបាច់រដ្ឋាភិបាលទៅជួលអនុក្នុងឬអីនាំបង្ហិនពេលបង្ហិនវេលាខាត់លុយរដ្ឋខាត់លុយជាតិឬលុយប៉ាក់អីទេហើយណាមួយកុំឲ្យបំផ្លាញជីវិតនយោបាយរបស់អ្នកបញ្ញវន្តខ្មែរដោយលោកបណ្ឌិតសេងសេរីអីខ្ញុំស្ដាយគាត់ណាព្រោះអីចំណេះជំនាញចំណេះដឹងរបស់លោកនេះគឺស្រាវជ្រាវអីហ្នឹងក៏មានច្រើនប៉ុន្តែវិជាការគួរឲ្យសោកស្ដាយគឺលោកហ៊ុនសែនបានបំផ្លាញជីវិតនយោបាយរបស់
របស់លោកទៅហើយប៉ុន្តែឥឡូវនេះសប្ងៃឃើញលោកកំពុងតែខំកសាងកវេកឆ្នាំងវិញទៅមិនដឹងថាកាលបានពេញគ្រប់មួយចក្រានវិញទេបាទតែយ៉ាងណាជូនពរប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលបបោប្រសើរសូមឲ្យលោកសេងសេរីរួចផុតពីព្យុះជោមៀនៃការដែលផ្លោះធ្លួយនៅក្នុងការដែលខ្លាចជាអនុក្នុងរបស់លោកហ៊ុនសែនដែលបំផ្លាញជីវិតនយោបាយហ្នឹងហើយសង្ឃឹមថាលោកនឹងអាចកសាងកវេកឆ្នាំងហ្នឹងបានខ្លាយទៅជាបុគ្គលដែលគេទុកចិត្តនៅក្នុងរយៈពេលណាមួយតែយ៉ាងណាបន្តប្រព្រឹត្តអំពើល្អនិងត្រឹមត្រូវស្ដារឡើងវិញខ្ញុំជឿថាក្នុងពេលសំរុំណាមួយប្រជាពលរដ្ឋនឹងគិតថាអនុគ្រោះឬក៏លើកលែងទោសអីក៏ថាបានដែរបើលោកមិនលើកលែងទោសកុំតខ្វល់បន្តធ្វើទៀតទៅបើសិនជាមានសុទ្ធកុំខ្លាចភ្លើងបាទព័ត៌មានចុងក្រោយបងប្អូនមុនខ្ញុំទៅសាលាក្រុងឡុងបិចដើម្បីរៀបចំពិធីប្រហែលជាយឺតពេលហើយបងប្អូនណាម៉ោង 9 គេចាប់ផ្ដើមឥឡូវពិធីករនៅនេះឡើយហ្នឹងបងប្អូននៅឯខាងសាលាក្រុងឡុងបិចសូមអធិស្ឋានផងដោយសារទៅមិនទាន់គេទេគឺថាអាចនឹងយឺតបន្តិចតួចត្រូវបញ្ចប់ការផ្សាយរបស់ខ្ញុំសិនរឿងនេះក៏រឿងសំខាន់ដូចគ្នាដែរបងប្អូនចង់បញ្ចប់កម្ពុជាបង្កើនថវិកាចំណាយស្របពេលដែលកំណើនសេដ្ឋកិច្ចថយចុះយើងអាសូរកម្ពុជាដែរតាមពិតនៅស្រុកណាក៏ដូចនៅស្រុកណាដែរបងប្អូនការចំណាយថវិកាជាតិវាត្រូវតែកើនជារៀងរាល់ឆ្នាំគាត់ថាអភ័ព្វកម្ពុជាការចំណាយថវិកាជាតិវាកើនរាល់ឆ្នាំមែនប៉ុន្តែប្រាក់ចំណូលរបស់យើងហ្នឹងគឺអត់ដែលបានច្រើនជាងប្រាក់ចំណាយឬក៏ទប់ទល់ត្រឹមតែគ្រប់ប្រាក់ចំណាយហ្នឹងក៏អត់មានដែរយើងនិយាយទៅយើងរកបានខ្វះយើងចាយដូចថាដូចឆ្នាំ2024សន្ទុះឆ្នាំ2025នេះថវិកាចំណាយរបស់យើងខ្ញុំនិយាយ25ដូចជាមិនត្រូវនិយាយ24មិនត្រូវព្រោះអី2025ហ្នឹងយើងរកនៅសល់ពី3-4ខែទៀតបញ្ចប់2024គឺយើងចាយថវិកា100% ទៅតាមអ្វីដែលខាងកញ្ចប់ថវិកាជាតិរកបានប៉ុន្តែប្រមូលពន្ធមកបានតែ 91.7% ទេដូច្នេះនៅខ្វះប្រហែលជា8% ទៀតអញ្ចឹងបានន័យថាបើយើងរកបានយើងកំណត់ចាយ 1000ឬក៏ថាចាយ$10គឺយើងរកបានតែ$9ទេនៅក្នុងនេះអញ្ចឹងកាលពី2024ហ្នឹងគឺរដ្ឋចំណាយលុយប្រហែលជា$9000លានជាងដុល្លារហ្នឹងក៏ប៉ុន្តែយើងរកអត់បានដល់$9000លានហ្នឹងទេគឺយើងខ្វះតែដល់ឆ្នាំ2026ខាងមុខនេះតាមអ្វីដែលជាសេចក្តីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីដែលប្រជុំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2026ដែលធ្វើទៅថ្ងៃ24$នេះផ្សាមិញនេះគឺគេចេញថាសម្រាប់ឆ្នាំ2026ថវិកាជាតិដែលត្រូវការចំណាយគឺកើនឡើងរហូតដល់ជាង$10,000លានហើយបានន័យថាត្រូវការចំណាយរហូតដល់$10,000លាន$10.2,000លាននេះគឺជាលើកដំបូងហើយដែលថវិកាជាតិដល់ខ្ទង់$10,000លានណាបងប្អូនព្រោះដំបូងពីមុនមកត្រឹម6-7,000លានរហូតដល់$9,000លានកាលពី$9,032លាននៅឆ្នាំ2025តែឆ្នាំ2026នេះគឺឡើងដល់ទៅ$10,000លានជាងហើយបងប្អូនប៉ុន្តែការចំណាយរបស់យើងគឺវាច្រើនលើសពីការចំណូលចឹងចំណូលយើងអត់គ្រប់ទេហើយអ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ឆ្នាំ2026នេះគឺបង្កើនថវិកាចំណាយដល់ទៅ$10,000លានជាងនៅក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចថយចុះកំណើនសេដ្ឋកិច្ចគឺព្យាកររដ្ឋាភិបាលខ្លួនឯងអ្នកព្យាករទេគឺមានការថយចុះយើងដឹងថាកំណើនសេដ្ឋកិច្ចកាល2024គឺកើននៅក្នុងរង្វង់ 6% បន្ត25គឺចុះវិញនៅត្រឹម 5.2% ឯឥឡូវគាត់ព្យាករថាកំណើនសេដ្ឋកិច្ចឆ្នាំ2026នេះគឺវានឹងកើនវាថយនៅត្រឹម 5% អញ្ចឹងចុះរហូតអញ្ចឹងកំណើនសេដ្ឋកិច្ចចុះថវិកាជាតិឡើងតម្រូវការតើវាអាចនឹងផ្គត់ផ្គង់តាមសេចក្តីត្រូវការឬយ៉ាងណាអានឹងយើងមើលតាមនឹងទៀតទៅបងប្អូនព្រោះអីយើងចំណូលពន្ធចំណូលអីហ្នឹងគឺថាវានៅតែមិនគ្រប់ហើយយើងរដ្ឋាភិបាលក៏ត្រូវការលុយច្រើនដែរហើយអ្វីដែលសំខាន់គឺរដ្ឋាភិបាលនឹងបង្កើនថវិកាទៅផ្នែកការពារជាតិអញ្ចឹងខាងយោធានឹងបានថវិកាថែមប៉ុន្តែមិនដឹងថែមបានប្រមាណទេបងប្អូនព្រោះឆ្នាំមុន730លានសម្រាប់ឆ្នាំ2025មើលយើងអត្តខិតប៉ុណ្ណឹងតើលុយថែមអាមុន2025គឺថវិកាជាតិសរុបដែលត្រូវប្រើគឺ$9,032លានហើយដល់ឥឡូវឡើងដល់$10,020លានលើសបន្តិចបន្តួចហ្នឹងតើទៅដាក់ពិស័យការពារជាតិបានប្រមាណទៅតែធ្វើម៉េចបើយើងខ្វះខាតហ្នឹងគឺថាមិនជួយអីបានច្រើនណាបងប្អូនចឹងហើយបានតែយើងនៅអង្គាសលុយពីប្រជាពលរដ្ឋអុកញ៉ាអីដើម្បីឲ្យជួយទាប់ទៅរហូតហ្នឹងបាទហើយនេះខ្ញុំស្លេះរឿងហ្នឹងប៉ុណ្ណឹងចុងក្រោយព័ត៌មានតាក់ទងនឹងទូរទស្សន៍អាស៊ីសេរីថ្ងៃនេះឃើញមានសេចក្តីថ្លែងការណ៍របស់ខាងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីជាភាសាខ្មែរបានលើកឡើងអំពីការដែលបំភ្លឺព័ត៌មានមួយចំនួនអំពីភាពមិនពាក់ព័ន្ធគ្នារវាងទូរទស្សន៍អាស៊ីសេរីនិងវិទ្យុអាស៊ីសេរីខ្មែរឬក៏វិទ្យុអាស៊ីសេរីទាំងមូលខ្ញុំថានេះគឺជាការល្អដែរដែលខាងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីជាភាសាខ្មែរឡើងមកបំភ្លឺព្រោះអីវាមានការផន់ច្រឡំច្រើនណាស់ព្រោះទូរទស្សន៍អាស៊ីសេរីនេះគឺជាការបង្កើតឡើងដោយក្រុមឯកជនគ្មានស្ថាប័នទទួលស្គាល់ណាមួយចុះបញ្ជីទេលើកលែងតែគាត់ប្រកាសអានេះគឺជាក្រុមដូចថាគាត់អស់ការងារពីអាស៊ីសេរីចឹងទៅហើយគាត់ប្រមូលផ្ដុំគ្នាទៅដើម្បីផ្សាយព័ត៌មានដោយបង្អែមលៀងមាត់របស់ខ្ញុំចឹងគាត់ថាគ្នាគាត់ច្រើនបើតាមគាត់និយាយណាមិនដឹងថាច្រើនប៉ុណ្ណាទេប៉ុន្តែបុគ្គលិកអាស៊ីសេរីមុននឹងខ្ញុំចាក់ចេញមកនេះ
នៅសល់ប្រហែលជា13នាក់ដែរតែចង់និយាយណាប៉ុន្តែដំបូងឡើយបុគ្គលិកអាស៊ីសេរីមានដល់តែ50-60នាក់ឯណោះនៅពេលដែលមានស្នាក់ការនៅប្រទេសកម្ពុជាណាបុគ្គលិកអាស៊ីសេរីនៅកម្ពុជាកាលពីជំនាន់ហ្នឹងទាំងបុគ្គលិករដ្ឋបាលទាំងអ្នកជួយទាំងអ្នករាយការណ៍ព័ត៌មានអីហ្នឹងមានប្រមាណជា40នាក់ជាងឯណោះនៅស្រុកខ្មែរប៉ុន្តែនៅពេលដែលបិទការិយាល័យហ្នឹងគឺអស់លីងតែម្ដងនាំគ្នាភៀសខ្លួនអីចឹងទៅហើយបងប្អូនមួយចំនួនក៏បានរសាត់ឆ្ងាយរហូតមកដល់ទឹកដីសហរដ្ឋអាមេរិកចឹងទៅក៏ធ្វើកិច្ចការងារហ្នឹងបន្តទៀតទៅចឹងសប្តាហ៍ថ្ងៃហ្នឹងបុគ្គលិកអាស៊ីសេរីជាភាសាខ្មែរនេះមានប្រមាណជា13នាក់ទេប៉ុន្តែនៅពេលដែលខ្ញុំដឹងហ្នឹងគឺអ្នក13នាក់ហ្នឹងគឺមិនមែនបានន័យថាចូលរួមក្នុងទូរទស្សន៍អាស៊ីសេរីហ្នឹងឡើងវិញទៀតដោយសារអីពួកគាត់ខ្លះក៏ប្រាប់ថាសុំចូលនិវត្តន៍អីចឹងទៅសម្រាប់ពីការងារហ្នឹងហើយបានហើយដូចជាអញ្ចឹងនៅតែមានអ្នកស្ម័គ្រចិត្តប្រហែលអ្នកដែលអាចនឹងចូលរួមដើម្បីបើកទូរទស្សន៍នេះឡើងវិញក៏ប៉ុន្តែថ្ងៃនេះគាត់និយាយចេះសេចក្តីជូនដំណឹងបន្ថែមដូចយើងខ្ញុំបានជម្រាបជូនរួចមកហើយយើងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនឹងចាប់ផ្ដើមផ្សាយកម្មវិធីទូរទស្សន៍អាស៊ីសេរីឬក៏ TFA ចាប់ពីថ្ងៃទី17ខែវិច្ឆិកាឆ្លៀតឱកាសនេះយើងខ្ញុំសូមបញ្ជាក់ជូនថាទូរទស្សន៍អាស៊ីសេរីឬ TV Free Asia ហៅកាត់ថា TFA មិនជំនួសវិទ្យុអាស៊ីសេរី RFA ទេ RFA មិនទាន់បិទទ្វារហើយកំពុងតែព្យាយាមរកមធ្យោបាយបន្តបេសកកម្មរបស់ខ្លួនឡើងវិញយើងខ្ញុំសូមអរគុណលោកអ្នកនាងកញ្ញាដែលនៅតែបន្តគាំទ្រយើងខ្ញុំប្រសិនបើលោកអ្នកនាងកញ្ញាបានផ្សព្វផ្សាយព័ត៌មានថា RFA ដូរទៅជា TFA សូមជួយកែតម្រូវវិញផងជាចុងក្រោយគាត់ថាជួបគ្នាថ្មីនៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ហើយគាត់ក៏បង្កើតគេហទំព័រ Facebook របស់គាត់ក៏ថ្មីអីក៏ថ្មីដែរប៉ុន្តែគាត់មានគេហទំព័រថ្មីមួយគឺដាក់ថា tfakhmer.org បើសិនជាគាត់បង្កើតគេហទំព័រ tfakhmer.org បានន័យថាទូរទស្សន៍អាស៊ីសេរីនៃក្រុមអតីតបុគ្គលិកអាស៊ីសេរីនេះអាចបង្កើតស្ថាប័នថ្មីមួយអាចមានក្របខ័ណ្ឌស្របច្បាប់មួយដែរព្រោះអីយើងមិនអាចទៅបង្កើតជា ORG បានទេព្រោះ ORG ក្នុង website គឺតើតែយើងមានជាស្ថាប័នជាអង្គការក្រៅរដ្ឋាភិបាលបានអាចប្រើ ORG នឹងបានអញ្ចឹងខ្ញុំអាចសន្និដ្ឋានបានខ្ញុំសន្និដ្ឋានថាគាត់ប្រហែលជាត្រូវរត់ការឯកសារនឹងហើយទើបដែលពន្យាពេលក្នុងការផ្សព្វផ្សាយដើមខែកញ្ញាទៅជាថ្ងៃ17ព្រោះប្រហែលជាដល់ពេលហ្នឹងគាត់បានលិខិតស្របផ្លូវច្បាប់នៅក្នុងការចុះបញ្ជីទូរទស្សន៍អាស៊ីសេរីត្រឹមត្រូវទើបអាចបង្កើតគេហទំព័រ tfakhmer.org នឹងបានហើយគាត់ក៏មាន Facebook របស់គាត់ដែលដាក់ TFA ខ្មែរនឹងដែរមាន YouTube មានអីបងប្អូនណាដែលមានស្វាមីភក្តិចំពោះក្រុមគាត់ជួយគ្រប់គ្រងជួយ like and share ឬក៏ follow អីទៅព្រោះអីជាឱកាសល្អសម្រាប់បងប្អូនបានទទួលព័ត៌មានខ្លះកុំឲ្យអត់សោះបាទតែយ៉ាងណាខ្ញុំសូមបញ្យល់បន្តិចខ្ញុំបានជម្រាបជូនបងប្អូនហើយថាវិទ្យុអាស៊ីសេរីគឺជានាមកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាលមួយដែលទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាលអាមេរិកទើបតែពិបាកហ្នឹងដោយសារតែលោក Donald Trump ដកលុយទេដូច្នេះអ្នកណាក៏ដោយក្រុមណាក៏ដោយគឺនឹងមិនអាចប្រើប្រាស់ឈ្មោះវិទ្យុអាស៊ីសេរីបានទេអញ្ចឹងពាក្យថា RFA ហ្នឹងគឺមិនអាចយកមកប្រើបានជាដាច់ខាតខ្ញុំបានជម្រាបហើយប៉ុន្តែប្រហែលជាមានការភ័ន្តច្រឡំមួយចំនួនបងប្អូនអ្នកខាងក្រៅដែលមិនច្រឡំប៉ុន្តែបុគ្គលិកអាស៊ីសេរីខ្លួនឯងដូចអត់មានអីភ័ន្តច្រឡំទេគ្រាន់តែថាសារខ្លះវារៀងបន្លំតែប៉ុណ្្នឹងដែលបងប្អូនស្ដាប់ទៅវាដូចថាអូអញ្ចឹងគេដូរពីវិទ្យុអាស៊ីសេរីមកពីទូរទស្សន៍អាស៊ីសេរីហើយខ្ញុំក៏គិតថាដោយសារពួកគាត់ជាបុគ្គលិកចាស់អញ្ចឹងហើយបើកើតអីអញ្ចឹងទៅវាជាការពិតគឺជាក្រុមគាត់ឯកជននឹងឯងតែយ៉ាងណាបងប្អូនវិទ្យុអាស៊ីសេរីមាន9ភាសា RFA គឺ Radio Free Asia ហ្នឹងគឺមាន9ភាសានៅក្នុងនោះគឺមាន RFA ខ្មែរវិទ្យុអាស៊ីសេរីជាភាសាខ្មែរហើយវិទ្យុអាស៊ីសេរីមែនតើហ្នឹង RFA សប្តាហ៍ថ្ងៃហ្នឹងគឺគេហទំព័រគេក៏នៅតែបើក Facebook គេក៏មានតែបើកសូម្បីតែ Facebook RFA ខ្មែរក៏មានអ្នកដែល fan ហ្នឹង like and share ហ្នឹងគឺ7លានអ្នកជាងហើយគេមាន YouTube របស់គេដែរដូច្នេះយើងអត់ទៅប៉ះពាល់អ្វីរបស់គេនឹងបានទេគ្មានអ្នកណាប៉ះពាល់ទេអញ្ចឹងបានថាក្រុមរបស់គាត់ថ្មីនេះគឺគាត់ទៅបើកខ្លួនឯងទៅហើយទៅគាត់បើកខ្លួនឯងមិនហើយដូច្នេះក៏វាក៏ឆ្នាំងអញ្ចឹងមិនទៅទៀមទាបងប្អូនជួយគ្រប់គ្រងគាត់ទៅហើយមិនពាក់ព័ន្ធនឹងវិទ្យុអាស៊ីសេរីជាការពិតហើយវាអត់មែនជាការផ្លាស់ប្ដូរពីវិទ្យុអាស៊ីសេរីមកទូរទស្សន៍អាស៊ីសេរីទេគឺទូរទស្សន៍អាស៊ីសេរីបង្កើតដោយក្រុមអតីតបុគ្គលិកអាស៊ីសេរីចាស់ទៅតាមផែនការនយោបាយឬក៏គោលការណ៍របស់ក្រុមគាត់មិនឆ្លោះបញ្ចាំងអំពីទស្សនៈរបស់វិទ្យុអាស៊ីសេរីទេព្រោះអីអ្វីដែលគាត់លើកឡើងថាវិទ្យុអាស៊ីសេរីមិនទាន់បិទទ្វារហើយកំពុងតែព្យាយាមរកមធ្យោបាយបន្តបេសកកម្មរបស់ខ្លួនឡើងវិញជាការពិតវិទ្យុអាស៊ីសេរីសប្តាហ៍ថ្ងៃនេះកំពុងតែជាប់រឿងក្តីក្តាំនៅឯតុលាការអាមេរិកអត់ទាន់ដោះស្រាយដាច់ស្រេចទេគ្រាន់តែថាត្រាំអស់លុយឲ្យហើយដល់ពេលអស់លុយឲ្យគឺបានន័យថាពួកគាត់អត់អាចបើកដំណើរការបង់លុយឲ្យបុគ្គលិកទៅរំសាយអស់តែត្រឹម website ត្រឹមគេហទំព័រត្រឹមអីហ្នឹងនៅបន្តអញ្ចឹងភ្លើងហឹមហ្នឹងអត់មានផ្សាយអីទៀតទេគ្រាន់តែថាមិនបិទគេហទំព័រឬក៏ Facebook YouTube គាត់ចោលទេអញ្ចឹងនៅពេលដែលមានថវិកាគ្រប់គ្រាន់
ក្រុមអាស៊ីសេរីនេះគឺអាចនឹងបើកដំណើរការឡើងវិញតាមក្របខ័ណ្ឌរបស់គាត់ហើយទូរទស្សន៍អាស៊ីសេរីនេះអាចនឹងនៅបន្តដោយក្រុមឯកជនរបស់ពួកគាត់បន្តទៀតឬក៏អាចពួកគាត់វិលចូលទៅធ្វើការឲ្យវិទ្យុអាស៊ីសេរីវិញក៏ថាបានប៉ុន្តែបងប្អូនដើម្បីឲ្យវិទ្យុអាស៊ីសេរីចាស់ជាភាសាខ្មែរឬក៏ស្ថាប័នអាស៊ីសេរីមានដំណើរការគឺតតែចាំលោកត្រាំដាច់អាណត្តិសិនអញ្ចឹងបានន័យថាឆ្នាំប៉ុន្មានទៀត4ឆ្នាំចឹងនៅថា3ឆ្នាំជាងទៀតតើតែអាចមានអ្នកដែលកាន់តំណែងជាប្រធានាធិបតីថ្មីហើយគេមានគោលនយោបាយមិនដូចរដ្ឋបាលលោកត្រាំឲ្យលុយមកស្ថាប័ននេះវិញมันអាចបើកបានបើអត់ទេអាភ្លើងហឹមហ្នឹងនៅតែហឹមបានមួយអាណត្តិទៀតដល់ទៅ4ឆ្នាំតទៅទៀតទៅនៅតែគ្មានការផ្សាយអញ្ចឹងដែរទេអញ្ចឹងជាការល្អគ្រប់គ្រងទូរទស្សន៍អាស៊ីសេរីរបស់បុគ្គលិកវិទ្យុអាស៊ីសេរីចាស់ហ្នឹងទៅទោះគាត់ពាក់ព័ន្ធមិនពាក់ព័ន្ធនឹងវិទ្យុមុនអីក៏អត់អីដែរព្រោះគាត់បេះដូងចំណេះជំនាញរបស់គាត់ធ្វើការនៅវិទ្យុអាស៊ីសេរីមកបើកជាទូរទស្សន៍អាស៊ីសេរីហ្នឹងគឺគាត់ផ្សាយទៅគោលនយោបាយខ្លឹមសារថ្នាក់ដឹកនាំរបស់គាត់នឹងដដែលហ្នឹងដូច្នេះវាអត់មានអីប្លែកហើយកុំមកទៅសង្ឃឹមថាអូបើកទូរទស្សន៍អាស៊ីសេរីថ្មីហ្នឹងមានការកោតសរសើររដ្ឋាភិបាលលោកហ៊ុនម៉ាណែតអីហ្នឹងអីអូអត់ទេអាហ្នឹងខ្ញុំជឿ 100% នឹងអត់មានទេគឺរដ្ឋាភិបាលលោកហ៊ុនម៉ាណែតហ្នឹងគឺនឹងរងការដែលរិះគន់ឥតសំចៃមាត់ពីក្រុមទូរទស្សន៍អាស៊ីសេរីនឹងដដែលទេដូច្នេះបងប្អូនដែលគ្រប់គ្រងគណៈបកប្រជាជនហ្នឹងបន្តការខកចិត្តទៀតទៅព្រោះអីបងប្អូនជប់លៀងឲ្យអស់ហើយថាបិទទៅស្រឡះទៅប៉ុន្តែឥឡូវស្រាប់តែងើបមកចងោវិញខ្លះអីអញ្ចឹងទៅដូច្នេះអញ្ចឹងបានខ្ញុំប្រាប់បងប្អូនថាកុំឲ្យត្រេកអរនៅក្នុងពេលមានបញ្ហាអីយើងកុំខកចិត្តខកអីតែល្មមបានទៅកុំជ្រុលពេកណាតែយ៉ាងណាបងប្អូននេះគឺជាព័ត៌មានបង្អែមលៀងមាត់ថ្ងៃនេះគឺវែងអនឡាញមែនតើហើយសូមអធិស្ឋានដែលបងប្អូនថាឲ្យខ្លីឥឡូវកាន់តែវែងតែយ៉ាងណានេះគឺជាព័ត៌មានសម្រាប់បងប្អូនដែលអត់ទាន់មានស្ថាប័នក្រុមទូរទស្សន៍អាស៊ីសេរីអីអញ្ចឹងបើមានទៅជួយខ្ញុំបានច្រើនខ្ញុំអាចយកពេលហ្នឹងទៅធ្វើអីទៀតបានច្រើនជាងហ្នឹងមិនមែនបានន័យថាឈប់ទេមួងណារ៉េតនឹងធ្វើឲ្យសកម្មជាងមុនទៅទៀតហើយកាន់តែមានគុណភាពជាងមុនទៅទៀតស្ករកាន់តែឈ្ងុយឆ្ងាញ់ជាងមុនទៅទៀតហើយនឹងរសជាតិបង្អែមលៀងមាត់មួយខ្ទះធំនេះគឺនឹងនៅដដែលហើយនឹងអាចថែមខាត់ថែមផ្លែស្ពឺឬក៏អីទៀតឲ្យវិចខ្ចប់ទៅផ្ទះថែមទៀតផងបាទអត់យកលុយទេគឺនៅតែចែកជូនដោយ free ដដែលដរាបណាមួងណារ៉េតនៅមានដង្ហើមដកសូមអរគុណច្រើនបងប្អូនសូមជម្រាបលាតាមប៉ុណ្ណេះជួបគ្នានៅសាលាក្រុងឡុងបិចពីម៉ោង 9 កន្លះនេះរហូតដល់ម៉ោង 5 រសៀលនេះគឺកិច្ចប្រពៃពិធីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែលរៀបចំដោយសហគមន៍ខ្មែរនិងចៅសង្កាត់លេខ 6 អ្នកស្រីស៊ូលីសារ៉ូដែលបានអាគារទីក្រុងឡុងបិចនិងបន្ទប់ផ្សេងៗនៅក្នុងសាលាក្រុងយកមកធ្វើជាទីតាំងសម្រាប់ប្រពបងប្អូនអញ្ជើញចូលរួមតាមការគួរវិចខ្ចប់ចំណីអាហារមកតាមខ្លួនផងមានតិចតួចផ្ដល់ជូនតែបើយកតាមខ្លួនក៏ល្អកន្លែងចោតឡានទៅនេបងប្រាក់ខ្លួនឯងទៅមិនអីទេប៉ុន្តែចោតបាន 5-600 គ្រឿងឯណោះដូច្នេះអញ្ជើញមកតាមការគួរពេលណាក៏បានម៉ោងណាក៏បានពីពេលម៉ោង 9 កន្លះម៉ោង 10 ហ្នឹងរហូតទៅដល់ម៉ោង 5 រសៀលមានពិធីហែក្បួន3ជុំអាគារហ្នឹងដើម្បីនិយាយអំពីការទាមទារឲ្យយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដើម្បីអនុវត្តចំពោះការឈ្លានពានរបស់ថៃផងបាទសូមអរគុណច្រើនបងប្អូនជួបគ្នាបន្តិចទៀតនេះបាទសូមជម្រាបលា